Yo, số đây là hay trong bà cừu sao mà thêm nói cho bao nhiêu đường ăn mày được cảnh trả một tiết hai mở cho chun ăn hết tổ sna công sản riêng mà cứ miền nơi chọn nòng chương tha the way out the house ben và đào này sẽ riêng lên năng kia có hai ông pi brom này đâm mưa căn có tới cái làm tiền để con mà cứ miền nơi chung một tha tao sâu còn áo kha cho mình pe lời du tạt xu rồi bao nhiêu còn năng của bạn thưa ca độ cồn của bạn có đã cho không có bài cút tao mau còn năng của bạn thưa ca độ cồn của bạn đang thưa ca thưa một hồ bò nàyដោយប្រើយកពេលតែផ្លានទេតាសួររបស់យើងគាត់នឹងក៏បានធ្វើការធ្វើបានជាមួយនឹង bento មួយដែលជាអាហារពេលព្រឹកប្រពន្ធរបស់គាត់រៀបចំរួចរាល់ហើយតាសួរគាត់នឹងក៏ឆ្លៀតថតផងណាកំឡុងពេលកំពុងតែថតហ្នឹងប្រពន្ធរបស់តាសួររបស់យើងគាត់នឹងក៏បានធ្វើការញ៉ាំៗដល់ទៅធ្វើការតាសួររបស់យើងគាត់នឹងក៏បានធ្វើការឲ្យប្រពន្ធគាត់ចូលបានដើម្បីយក bento ទៅញ៉ាំណាក៏ប៉ុន្តែគាត់ជាចោលភ្លាមណាប្រពន្ធរបស់គាត់ក៏ទៅបាត់តែម្ដងឃើញអញ្ចឹងភ្លាមហ្នឹងតាសួររបស់យើងគាត់នឹងក៏បានធ្វើការមកលេងមួយឆ្មារបស់គាត់ទៅដែលឃើញថាឆ្មាគាត់ឃ្លាហ្នឹងគាត់នឹងក៏បានធ្វើការហៀបយកចំណីដាក់ OVC ក៏ប៉ុន្តែភ្លាមហ្នឹងប៉ុន្តែតាសួររបស់យើងគាត់នឹងក៏បានឃើញប៉ុន្តែថាគឺថាគាត់នឹងគឺភ្លេចយក bento ឲ្យប្រពន្ធរបស់គាត់កុំឲ្យខាតជាមួយពេលវេលាយូរតាសួររបស់យើងគាត់នឹងក៏បានធ្វើការហៀបចំមួយខ្ជាប់ដាក់ឲ្យប្រពន្ធរបស់គាត់ទៅដែលមើលទៅកាន់កៅចោលរបស់គាត់ទៅពិតជាលើហាំតែនបាទម្លងពេលជីកង់យក bento ទៅឲ្យប្រពន្ធរបស់គាត់នឹងមានណាប៉ូលីសក៏បានធ្វើការស្កាត់គាត់លេងដែរមូលហេតុដែលថាប៉ូលីសហើយក៏ឈប់នឹងគឺដោយសារតែការវិខ្ចោល bento របស់គាត់មកទៅវាសង្ស័យវិញមើលជាមួយនឹងមុខរបស់តាស៊ូយូរទៅប៉ូលីសគាត់នឹងក៏មានជាមួយនឹងការភ័យខ្លាចផងដែរគោដោយសារតែតាស៊ូរបស់យើងគឺជាមេហ្គេមមួយដែលគាត់នឹងគឺវាយគេតែឯងខ្ញុំដឹងថាម្នាក់វាយ10ក្រុមដែលគាត់គឺវាយគេតែឯងតែអត់មានប៉ាកាភ្លើងទេអ្វីដែលកាន់តែផ្សេងគាត់នឹងក៏ទទួលបានឈ្មោះហ្នឹងគឺមានឈ្មោះថា Dragon Immortal ដែរហើយភ្លាមៗតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដកឲ្យចេញពីខ្លួនរបស់គាត់ដែលគាត់ឃើញភ្លាមៗគាត់នឹងក៏មានចំការភ័យខ្លាចដែរក៏ប៉ុន្តែអ្វីគាត់យកមកគឺជាគូប៉ោងហ្នឹងដែលជាគូប៉ោងចូលម្លាយទៅដកមកភ្លាមគាត់នឹងក៏បានធ្វើការបកគោលឲ្យប៉ូលីសទៅហើយគាត់នឹងក៏បានធ្វើការជីកង់យក bento ទៅឲ្យប្រពន្ធមកក្បាត់បន្តពីនោះមកហ្នឹងគេក៏បង្ហាញអំពីលោកអ៊ំម្នាក់ដែលគាត់នឹងមិនគឺជាអ្នកលក់កូនកំបិតហ្នឹងទៅផ្ទះដែលគាត់ឲ្យដំបូងគេហ្នឹងគឺជាផ្ទះរបស់តាស៊ូរបស់យើងគ្រាន់តែចូលទៅដល់ផ្ទះភ្លាមលោកពូលោកកូនកំបិតគាត់នឹងក៏បានធ្វើការណែនាំខ្លួនរបស់គាត់ទៅកាន់តាស៊ូណាប៉ុន្តែមើលទៅកាន់តាស៊ូរបស់យើងវិញមើលកាន់មុខគាត់ទៅពិតជាមើលខ្លាំងមែនទែនអ្វីដែលកាន់ពិសេសកំបិតគាត់គឺប្លាក់ជាមួយឈាមទៀតគឺពណ៌ខំដូចឈាមណាភ្លាមនឹងប្រហែលលោកពូលោកកូនកំបិតគាត់នឹងក៏បានធ្វើការណែនាំកំបិតទៅកាន់សត្វស៊ូរបស់យើងឃើញអញ្ចឹងព្រោះហ្នឹងតាស៊ូគាត់នឹងក៏បានធ្វើការយកកបិតនឹងមកទេសសាយថាវាស៊ូផាអត់ចឹងតែហើយហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការស៊ូទៅកាន់លោកពូលោកកូនកបិតថាតែគាត់នឹងគឺជាអ្នកស្កែមតែថាអ្នកបោកមែនតែថាគាត់នឹងល្បីថាអ្នកតាមហ្នឹងគឺសម្បូរអ្នកលោកកូនកបិតបោកចឹងទៅលឿនអញ្ចឹងភ្លាមលោកពូលោកកូនកបិតគាត់នឹងក៏បានធ្វើការបដិសេធណែឃើញអញ្ចឹងភ្លាមតាស៊ូរបស់យើងគាត់នឹងក៏បានធ្វើការដកកបិតចលោក៏លេងថាលេងសាកលេងអត់អ្វីដែលថាតាស៊ូរបស់យើងសាកធ្វើហ្នឹងគាត់នឹងក៏បានយកកបិតហ្នឹងទៅធ្វើការឆ្អិនម្ហូបសាទៅដោយប្រហែលជាពេលដល់ផ្លាដែរគាត់នឹងក៏បានធ្វើការធ្វើបានជាមួយនឹងម្ហូបមួយផងណាឃើញអញ្ចឹងភ្លាមលោកពូលោកកូនកបិតគាត់នឹងក៏បានធ្វើការផ្លុកជាមួយម្ហូបរបស់តាស៊ូលេងទៅដោយគ្រាន់តែធំតែអម៉ាន់ទេមែនលោកពូរបស់យើងក៏នឹងក៏បានធ្វើការស្មើសម័យពីហ្នឹងទៅតែម្ដងបាទបន្តពីញ៉ាំហើយព្រមហ្នឹងលោកពូលោកកូនកបិតក៏នឹងក៏ចាប់ដើមឆ្ងល់ដែរថាគាត់នឹងគឺមកទៅគាត់នឹងគឺមកញ៉ាំម្ហូបមែនដែលថាគាត់នឹងគឺមកកូនកបិតទេក៏ប៉ុន្តែត្បាញជាមកភ្លុកម្ហូបវិញចំណែកតាស៊ូរបស់យើងវិញគាត់នឹងគឺពិតជាអង្គុយឌឺហ្នឹងមែនទេអង្គុយឌឺលោកពូយើងម្ដងចំណែកលោកពូយើងវិញគាត់នឹងក៏បានគេក្នុងចិត្តដែរថាគាត់នឹងគឺមកលក់កូនកបិតបើជាមកញ៉ាំអីវិញដល់ក៏បន្តមកហ្នឹងគេបង្ហាញពីបរមនេះដែលគាត់នឹងគឺត្រូវបានគេគប់ចេញពីហាងដែលគាត់មិនដែរគឺមានឈ្មោះថាម៉ាសមូលហេតុដោយសារគាត់រករាហ្នឹងគឺដោយសារតែមេរបស់គាត់នៅក្បែរជាបាច់ខ្លួនតែម្ដងដែលជាតាត់ស៊ូរបស់យើងហ្នឹងឯងកំពុងតែនិយាយនឹងមានតាត់ស៊ូនៅកណ្ដាលមុខគាត់ទៅម្ដងមកដែលថាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការមកទិញម្ហូបឯហ្នឹងបងបោកកៅធម្មតាទៅដែលគាត់នឹងក៏មានខ្វល់អំពីម៉ាសាដែលគាត់គឺជា VA ហ្នឹងទៅឃើញថាម៉ាសាយើងច្រើនពេកតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការហៅម៉ាសាទៅកន្លែងទៀតផងដែរកន្លែងតាស៊ូរបស់យើងនាំមកគឺជាកន្លែងបង្រៀនធ្វើម្ហូបបន្តពេលមុនហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើបានជាមួយនឹងម្ហូបមួយផងដែរឃើញអញ្ចឹងព្រមហ្នឹងនៅកន្លែងហ្នឹងក៏បានធ្វើការអាសាក៏ទៅហើយក៏បានតាត់ដែរគាត់ផងដែរចំណែកម៉ាសាយើងវិញក៏នឹងក៏បានធ្វើការគួចកឲ្យទៅកាន់តាស៊ូរបស់យើងទៅធ្វើតែគាត់នឹងគឺធ្វើគេម៉ែមានងារសុត្រាកននៅម៉ូតូដែរចេញមកធ្វើម្ហូបអីណាភ្លាមហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការចាប់ដៃទៅកាន់ម៉ាសាទៅបន្តមកក៏នឹងក៏បានថាទៅកាន់ម៉ាសាថាឥឡូវមិនដែរក៏នឹងគឺតួបានងារថ្មីគឺជាបុរសមេផ្ទះវិញម្ដងដូច្នេះក៏នឹងក៏ប្រើអំពើហិង្សាទៀតហ្នឹងទេលឿនអញ្ចឹងហ្នឹងម៉ាសារបស់យើងក៏នឹងក៏បានធ្វើការសើចទៅបន្តវិស័យក៏នឹងក៏បានធ្វើការបោកចានថាម្ហូបរបស់តាស៊ូយើងចោលទៅគាត់បោកភ្លាមណាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការបោកម៉ាសាទៅខៅតមកក៏នឹងក៏បានតែកភ្លៀងតែម្ដងឃើញអញ្ចឹងភ្លាមហ្នឹងម៉ាសារបស់យើងក៏នឹងក៏បានធ្វើការស្អីទៅកាន់តាស៊ូទៅថាគាត់នឹងកើតផើពើហិង្សាទៅមិនតែកភ្លៀងគាត់អញ្ចឹងលឿនអញ្ចឹងហ្នឹងពួកគេទាំងពីរក៏បានធ្វើការជប់វាយគ្នាមកធ្វើការបោកសម្អាតកញ្ចក់ដែលគេវាយបែកវិញទៅបន្តពីនោះមកហ្នឹងគេក៏បង្ហាញអំពីតាស៊ូរបស់យើងថាឥឡូវហ្នឹងគាត់ទទួលបានថាគេថ្មីហើយគាត់គឺទៅទិញរបស់ថ្មី
ពេលដែលជិះតាមផ្លូវតាស៊ូរបស់យើងក៏នឹងក៏រៀបបុកជាមួយឆ្មាណែក៏ប៉ុន្តែគាត់គេពីឆ្មាបើជាបុកចូលឡានគេទៅវិញសំខាន់ណាស់ក្នុងឡានដែលគាត់បុកហ្នឹងគឺជាហ្គេមមួយចង់វាយគាត់ដែរអញ្ចឹងផ្លូវតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការហត់តែម្ដងទៅហើយប្រូពីអ្នកជាហ្គេមហ្នឹងគាត់នឹងក៏បានធ្វើការដេញតាមតាស៊ូរបស់យើងផងណាពេលដែលចូលដល់ផ្សារភ្លាមហ្នឹងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការកម្រើឪពុកគេទាំងពីរគឺឈរប្រហាក់នៅម្ខាងទៀតដើម្បីយកអីវ៉ាន់គាត់គប់ឲ្យទៅបន្តប៉ុណ្ណឹងសង្គ្រាមដណ្ដើមអីវ៉ាន់ក៏បានចូលមកដល់មកថាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដណ្ដើមអីវ៉ាន់ជាមួយអ្នកនៅហ្នឹងទៅដណ្ដើមហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការមកស្អីឲ្យប្រូពីហ្នឹងទៅថាពុកគេទាំងពីរអត់ប្រយោជន៍ខ្លាំងតែអីគេដណ្ដើមមួយថ្ងៃបានអីគេបានតែអាវហើយនឹងស្រោមជើងសំណៃគាត់នឹងចង់មករបស់មកកណូទៅយកបានតែព្រោះឯកាមតែនោះដែលថាតាស៊ូរបស់យើងគឺគាត់នឹងស្ដីឲ្យយកទៅម្ដងថាពួកគេទាំងពីរតែស្គាល់គ្នាតែគាត់ស្អីឲ្យគេណាលើអញ្ចឹងភ្លាមណាពួកគេក៏បានធ្វើការដកកំភ្លើងចូលទៅកាន់តាស៊ូរបស់យើងទៅថាស្អីគេភ្លាមនឹងប្រែតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការចាប់បោកប្រូនឹងប៉ុណ្ណាបោកហើយនឹងប្រែប្រូសក់ពលលឿនក៏នឹងក៏ឆ្ងល់ដែរមិនបានទៅស្រោមដៃនៅដៃគាត់វិញលើអញ្ចឹងតាស៊ូរបស់យើងក៏បានប្រាប់ទៅថានៅខាតគឺជាអ្វីក៏នឹងពាក់សំដៃលេងណាក្រំតែយើងភ្លាមណាប្រូសក់ពលលឿនក៏នឹងក៏បានធ្វើការសម័យដែលគាត់នៅវិក្មេងតែថាមិនចឹងដែរដែលថាម្ដាយរបស់គាត់ក៏បានធ្វើការសំដៃពាក់ឲ្យគាត់លេងទៅដើម្បីកុំឲ្យគាត់ជាយ៉ាងទៅណាត្រម៉ែហើយប្រូសក់ពលលឿនក៏នឹងក៏បានធ្វើការសែលហ្នឹងក៏នឹងក៏បានធ្វើការនឹកដល់ម៉ាក់កយទៅបន្តពីនោះមកតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការប្រតិកម្មទៅថាប្រពន្ធរបស់គាត់គឺជាអ្នក design ដែលជាអ្នករកលុយចំថ្ងៃគាត់ទៅដែលប្រពន្ធរបស់គាត់ណាគឺមានឈ្មោះថាមីគូដូចតែយើងបានឃើញថាតាស៊ូរបស់យើងគឺជាបុរសនៃផ្ទះដូច្នេះគាត់នឹងក៏ធ្វើម្ហូបឲ្យប្រពន្ធរបស់គាត់ទៅសារគាត់អត់មានចំណូលទេអ្វីដែលគាត់ទិញមានមិនដែរគឺតុក្កតាមួយឲ្យប្រពន្ធរបស់គាត់ទៅកុំឲ្យខាប់ពេលវេលាតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដើរសួរទៅកាន់អ្នកលក់ហ្នឹងដែលថាតំបងគេគាត់និយាយគឺថាកុំឲ្យហ្នឹងគឺនិយាយហើយកុំឲ្យមកមុខគាត់ទៅតែថាគាត់នឹងកើតឲ្យគេនិយាយឲ្យគេមកគាត់ឲ្យចុះគេឆ្លើយមិនទៅតកបន្តមកនឹងតាស៊ូរបស់យើងក៏បានសួរទៅកាន់អ្នកលក់ទៅថាគាត់ហ្នឹងគឺមានជាមួយនឹងតុក្កតាpolypod ទេអត់តែជាតុក្កតាគេល្បីបែបណាលើអញ្ចឹងខ្លួនអ្នកលក់ហ្នឹងក៏នឹងក៏បានធ្វើការប្រហែលទៅកាន់តាស៊ូទៅថាគាត់ហ្នឹងប៉ុន្តែគឺ recommend ជាមួយនឹង3 version ដែលជា version ទី1 version ទី2 version ទី3ហ្នឹងដែលថា version ទី2គាត់នឹងគឺគួរយកទៅសារទៅវាគឺជា version 1ទៅវាដូចតែគ្នាហ្នឹងដែលថា version ទី1 version ទី2 version ទី3ក៏ដូចតែគ្នាទេគាត់ឲ្យយកណាក៏បានដែរបើតាមគាត់ recommend គាត់នឹងគេឲ្យយកទាំង3ហ្នឹងទៅប៉ុន្តែបើតាមអ្វីគាត់ចង់ឲ្យហ្នឹងគឺឲ្យយកទី2ទី1ទៅវា low ជាងក៏ប៉ុន្តែទី3វាកឹងកឡយផងដែរដែលថានិយាយតាស៊ូរបស់យើងស្ដាប់មួយថ្ងៃស្ដាប់យល់ទេបាទឃើញថាពេលហ្នឹងអត់ដឹងពេលហ្នឹងនិយាយពីអីទេស្ដាប់យល់ទៅទៅតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដកកាបូបលុយពេលហ្នឹងគឺយកមកអាល្អជាងគេឲ្យគាត់លោកយប់ឡើងនៅប្រពន្ធរបស់គាត់ក៏បានធ្វើការចេញមកពីធ្វើការដែរគាត់ចេញធ្វើការភ្លាមមានតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការបោះស្មារតីគាត់ឲ្យបន្តក៏នឹងក៏បានយកថាយកប្រដាប់ scan នេះដល់ក៏គ្រាន់តែចូលត្រង់ផ្ទះភ្លាមមីគូក៏នឹងក៏មានជាមួយការចាប់អាមតែគាត់នឹងក៏នឹកស្មានថាចូលមកតាស៊ូរបស់យើងហៀបអីពេញហ្នឹងភ្លាមនឹងដែរតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដកនំខេកមកដើម្បី Happy Birthday ទៅកាន់ប្រពន្ធរបស់គាត់ទៅដែលថាមើលកាន់មុខគាត់ទៅបាទពឺមុខរបស់គាត់ដល់ក៏ដែលថាពិធី birthday តាស៊ូរបស់យើងធ្វើមកគឺធ្វើដូចជាគេសុំតំណែងក្នុងក្រាំងយ៉ាកូសាណា birthday ធម្មតាក៏ធ្វើជាមក style យ៉ាកូសាហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការដក present ដែលជាកាដូគាត់នឹងទិញថែមមិញឲ្យទៅកាន់ប្រពន្ធរបស់គាត់ទៅកាដូតាស៊ូវាទិញឲ្យគឺជាកាដូ polypol ដែលគាត់និយាយមួយម្ចាស់ហាងហើយដែលថាឃើញភ្លាមប្រពន្ធរបស់គាត់គឺពិតជាសប្បាយច្រើនតែថាតាស៊ូរបស់យើងគឺទិញរបស់តែគាត់នឹងចង់បានណាក៏ប៉ុន្តែអាហ្នឹងក៏មានមួយហ្នឹងឃើញថាទិញរបស់ខោតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការឲ្យកបិតមកគៀវកាត់ដៃគាត់ចោលដែរភ្លាមម្ដាយមែនណាប្រពន្ធរបស់គាត់ក៏បានធ្វើការគាត់ក៏មកដៃចេញខាងផ្ទះម្ដងថាប្រពន្ធរបស់គាត់ពិតជាមានកម្លាំងខ្លាំងណាស់តែមកលោស្អែកឡើងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការប្រាប់ឲ្យឆ្មារបស់គាត់នឹងធ្វើការយាមផ្ទះផងទៅតែឆ្មារបស់គាត់គឺមានឈ្មោះថា Gin ក្រនតាស៊ូយើងវិញភ្លាមមែនណាឆ្មារបស់គាត់ក៏បានធ្វើការដើរលេងតែម្ដងឡងពេលដើរលេងហ្នឹង Gin ក៏នឹងក៏បានធ្វើការមើលឃើញជាមួយឆ្កែមួយផងដែរបើយើងមើលទៅកាន់ឆ្កែនោះក៏បានឃើញថាឆ្កែហ្នឹងគឺវាគឺបានចប់ខ្សែទៅវារុំពេញហ្នឹងចប់ខ្សែទៅនឹងកើតហើយឆ្កែហ្នឹងបើដែរគឺមានឈ្មោះថា Elizabeth ឃើញអញ្ចឹងផ្លូវហ្នឹង Gin ក៏នឹងក៏បានធ្វើការសួរសុខទុក្ខទៅកាន់ឆ្កែដើម្បីវាចប់អញ្ចឹងហើយឆ្កែហ្នឹងបានប្រហែលផលដោយសារតែវាគឺតាមបាត់លេថាវាហ្នឹងគឺរត់តាមមេបើទៅគឺវាដឹងមិនទេបាច់ហៅអាការដូចរុំពេញហ្នឹងទៅនិយាយចប់ហើយមានណាឆ្កែហ្នឹងក៏បានធ្វើការរុំបន្ថែមទៀតម្ដងភ្លាមហ្នឹងផងដែរ Gin ក៏នឹងក៏បានធ្វើការមើលឈ្មោះទៅកាន់ឆ្កែទៅតែឃើញដែរឆ្កែហ្នឹងដែរគឺមាននៅឈ្មោះថា Elizabeth លើថា Elizabeth ភ្លាមណា Gin ក៏នឹងក៏បានធ្វើការសើចផងដែរបន្តពីសើចអស់ចិត្តហើយ Gin ក៏នឹងក៏បានធ្វើការបាយ Elizabeth ទៅវិញទៅ
ពេលថ្មីគេក៏បង្ហាញអំពីតាស៊ូរបស់យើងដែលគាត់នឹងទទួលបានទូរស័ព្ទពីមេរបស់គាត់ដែលថាមេរបស់គាត់គឺមកលេងផ្ទះគាត់ហ្នឹងឯងលឺដឹងដំណឹងនឹងហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការរៀបចំសម្អាតខ្លួននឹងផ្ទះផងណាក៏ប៉ុន្តែមុននឹងសម្អាតនឹងតាស៊ូរបស់យើងក៏នឹងក៏មានការងារមួយឲ្យទៅកាន់បរិមម្នាក់ផងណានិយាយចប់ហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការចុចបើកដំណើរការម៉ាស៊ីនសម្អាតចុចបើកហើយតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការអង្គុយមើលវេវណាដែលថាតាស៊ូគាត់នឹងគឺអង្គុយមើលដល់ក៏តែម្ដងមកគាត់មើលហើយក៏យកដៃមកជូតទៅថាស្អាតទៀតណាឃើញថាម៉ាស៊ីននឹងស្អាតបានល្អតាស៊ូគាត់នឹងក៏បានធ្វើការបញ្ជាវេសម្អាតនៅកន្លែងកាយមួយផងណាក៏ប៉ុន្តែកន្លែងកាយនឹងទូចពេកវេនឹងក៏ចូលសម្អាតតែតាស៊ូគាត់នឹងគឺខំគីឲ្យវេដែលម៉ាស៊ីនសម្អាតនឹងដែរថាប្រពន្ធរបស់គាត់គឺបានធ្វើការទិញឲ្យគាត់កាលពីម្សិលមិញហ្នឹងទៅឃើញថាម៉ាស៊ីនហ្នឹងគឺអត់សម្អាតកន្លែងកាយទេមែនតាស៊ូរបស់យើងក៏មានជាមួយនឹងការខឹងមួយម៉ាស៊ីនហ្នឹងប៉ុន្តែហើយគាត់ក៏បានថាផងដែរថាការសម្អាតទេហ្នឹងគឺមិនជាការសម្អាតធម្មតាទេតែសម្អាតដូចជាកំពូលសម្អាតអញ្ចឹងបន្ទាប់មកគាត់ក៏បានធ្វើការសម្អាតឲ្យយើងមើលដែរបាទកំឡុងពេលថាតាស៊ូគាត់ហ្នឹងគឺកំពុងតែសម្អាតនឹងឆ្មារបស់គាត់គឺបច្ចេកញ៉ៃគាត់ខ្លាំងមែនទែនឃើញអញ្ចឹងតាស៊ូគាត់ហ្នឹងក៏បានធ្វើការបោះវាចេញក្រៅផងណាគ្រាន់តែដើរចេញក្រៅភ្លាមមែនណាម៉ាស៊ីនសម្អាតហ្នឹងក៏បានធ្វើការទៅសម្អាតកតុយឆ្មាទៅឃើញអញ្ចឹងភ្លាមមែនណាហ្គេងក៏នឹងក៏បានធ្វើការភ្ញាក់ហើយក៏នឹងក៏បានធ្វើការរត់ពីនឹងតែម្ដងលើបកាច់កិនពីនឹងតែម្ដងគឺក្ដុងក្ដាំងតាស៊ូរបស់យើងក៏នឹងក៏បានធ្វើការមើលហ្នឹងដែរពេលពុំមើលមានណាក៏ឃើញមកដែរថាសាក៏បានធ្វើការកពុបកតាក្បាលក៏តែម្ដងតែគប់កតាក្បាលគាត់ឡងពេលហ្នឹងបណ្ដៃមេរបស់គាត់ក៏បានធ្វើការមកលេងជាមួយនឹងគាត់មកដែរពេលមកដល់បន្ទប់គាត់ហើយលើសម្លេងដុំក្ដាំងហ្នឹងពួកគេទាំងពីរក៏បានធ្វើការបើកទ្វារមើលគាត់មកដែរក៏ប៉ុន្តែគ្រាន់តែឃើញសភាពរបស់តាស៊ូភ្លាមពួកគេទាំងពីរក៏មានការកាំងមកគិតថាតាស៊ូវិញក៏នឹងគឺបែកក្បាលព្រួយមើលទៅកាន់គាត់ទៅគឺឈាមខ្លាក់តែម្ដងមកឃើញថាសភាពប្រសើរស្រួលតែម៉ាស៊ីនសម្អាតហ្នឹងវាក៏បានធ្វើការទៅកន្លែងដើមវិញទៅលោកស្អែកឡើងក៏មានអ៊ីម្នាក់គាត់នឹងក៏បានធ្វើការយកកូនគាត់នៅផ្ញើជាមួយតាស៊ូយើងឲ្យគាត់នឹងគឺមើលកូនគាត់ផងព្រោះគាត់រវល់ធ្វើការទៅតាស៊ូក៏នឹងក៏បានយកព្រមធ្វើការមើលកាន់ក្មេងហ្នឹងផងណាដែលអូននោះដែរគឺមានឈ្មោះថារីយូតាលុះទៅដល់ក្នុងបន្ទប់ភ្លាមហ្នឹងតាស៊ូក៏បានសួរទៅកាន់រីយូតាតែគាត់នឹងគឺចង់លេងល្បែងអត់មើលទៅកាន់រីយូតាទៅគាត់នឹងគឺដូចជាខ្លាចទៅកាន់តាស៊ូក៏នឹងក៏បានធ្វើការយកបង្អែមទៅឲ្យយូតាញ៉ាំទៅអ្វីដែលគាត់ឲ្យហ្នឹងគឺជានំខុកខីឲ្យដាក់ទៅអាម៉ាន់ទៅរីយូតាគាត់ក៏សើដែរថាតាស៊ូរបស់យើងគឺធ្វើនំឆ្ងាញ់ខ្លាំងមែនតើឃើញថារីយូតាគាត់នឹងរៀបបាត់ភ័យហើយតាស៊ូគាត់នឹងក៏បានធ្វើការយកគាត់យកប្រាប់គាត់លេងការពីគាត់នៅទីក្រុងកាលមុនណាតែអ្វីដែលគាត់យកម្លេះហ្នឹងគឺមិនអីច្រើនតែក្រៅពីក្របលុកឡាំងថ្ងៃដែលគាត់ហ្នឹងគឺក្លុកហើយគាត់នឹងក៏បានឲ្យយូតាយើងចាក់ទៅថាចាក់ស្ដើងក៏កាលេងខត់លុកឡាហើយតាស៊ូគាត់នឹងក៏បានធ្វើការនាំយូតាលេងហ្គេមផ្សេងៗទៅថាគាត់ឲ្យលេងគឺសិតល្បែងខ្ញុំទៅតែថាល្បែងគាត់លេងនៅកាស៊ីណូកាលមុនទៅគាត់យកអាហ្នឹងឲ្យអូននឹងលេងណាឃើញថាហ្គេមដែរតាស៊ូយើងឲ្យទៅកាន់យូតាលេងឃើញថាខ្សឹបតែហ្គេមមួយកំពុះមនុស្សគាត់ឃើញខ្ញុំភ្លាមយូតាគាត់នឹងក៏មានជាមួយការកាំងមកដែរព្រោះអីគាត់នឹងគឺតែលេងហ្នឹងមកប្អូនមកតែឲ្យគាត់ចេះលេងតែអត់ដឹងលេងនឹងសុបាយអីផងកំឡុងពេលកំពង់សែនហ្នឹងយូតាក៏នឹងក៏បានធ្វើការឃើញជាមួយនឹងតុក្កតារបស់មីគូមកដែរឃើញអញ្ចឹងភ្លាមយូតាក៏នឹងក៏បានធ្វើការយកតុក្កតាហ្នឹងមកលេងណាតែថាកំពុងដើរលេងសុកក៏បានធ្វើការជប់ជើងដួលបាក់យូតាម្ដងមកឃើញអញ្ចឹងភ្លាមតាស៊ូក៏នឹងក៏មានជាមួយនឹងការរៀងភ័យដែរព្រោះតុក្កតាហ្នឹងគឺជាតុក្កតាមួយដែលប្រពន្ធគាត់ស្រឡាញ់ហ្នឹងទៅហើយកុំអន់ខាតពេលវេលាយូតាស៊ូក៏នឹងក៏បានធ្វើការយកតុក្កតាដាក់ចោលក្នុងស្រែកហៅវាថាមកវិញមកតុក្កតាមកវិញមកគាត់នឹងស្រែកដល់កងគាត់ចកាយបិទទៅស្រែកឯណាកងឃើញថាហៅមួយថ្ងៃតុក្កតាហ្នឹងគ្មានរស់ឡើងវិញទេតាស៊ូក៏នឹងក៏បានធ្វើការនាំយូតាចុះក្រោមហ្នឹងចុះទៅក្រោមភ្លាមហ្នឹងតាស៊ូក៏នឹងក៏បានធ្វើការរៀបចំធ្នូមួយឲ្យទៅកាន់តុក្កតាហ្នឹងតែបន្ទាប់មកក៏នឹងក៏បានធ្វើការជីកដីជីបាននឹងជ្រៅសមល្មមហើយតាស៊ូក៏នឹងក៏បានធ្វើការយកតុក្កតាហ្នឹងគប់តែម្ដងទៅបាទពេលកប់ហើយហ្នឹងតាស៊ូក៏នឹងក៏បានធ្វើការប្រាប់ទៅការយូតាទៅថាម៉េគាត់កម្មមិនប្រាប់គាត់ថាបើសិនជាអាហ្នឹងងាប់ជួយវាទៅគប់ទៅលើអញ្ចឹងភ្លាមយូតាក៏មានការកាំងមកតុក្កតាសងប់យូតាកបណាបិទកាយបានសោះណាក្រនតែនិយាយចោលភ្លាមណាប្រពន្ធគាត់ក៏បានធ្វើការមកពីធ្វើការវិញមុនហើយឃើញអញ្ចឹងភ្លាមសាត់ស៊ូក៏នឹងក៏បានទៅសុំទោសប្រពន្ធគាត់ទៅតែគាត់បានធ្វើឲ្យតុក្កតារបស់គាត់ប្រពន្ធគាត់បែកខូចដែលថាបែកខូចក៏មានយកទៅបិទកាយក៏យកទៅកបវិញណាដល់ក៏លោកស្អែកឡើងហ្នឹងគេក៏បង្ហាញអំពីម៉ាសាដែលគាត់នឹងក៏បានធ្វើការដើរបុកទៅកាន់បរមដែរផងណាដើរបុកគេឲ្យម៉ាសាក៏មិនសុំទោសគេទេគាត់ថាគេដើរភ្លើទៀតតែម្ដងលើយ៉ាងភ្លាមណាប៉ែហ្នឹងក៏បានធ្វើការនំក្រុមគេមកខំមកវងចឹងមកព្រួតចង់វាយទៅការម៉ាសាយើងឃើញថាស្ថានភាពអត់ទៅស្រួលម៉ាសាយើងក៏នឹងក៏បានធ្វើការឆ្លង Google សើចថារបៀបវាយមនុស្សច្រើនសើចក្នុង Google វាយមនុស្សទៀតដល់ក៏ហើយពេលគេរៀបរងវាយគាត់ហ្នឹងក៏បានធ្វើការប្រើគេឈប់សិនចាំគាត់សើច Google សិនចាំវាយគ្នាសំខាន់ឡងពេលគាត់សើចហ្នឹងគឺសើដើរទៅសារសាប់គាត់អត់មានលុយបងយើងសើចេញទេកំឡងពេលហ្នឹងប្រហែលតាត់ស៊ូក៏នឹងក៏បានធ្វើការដើរកាត់តាមផ្លូវហ្នឹងផងដែរក៏បានធ្វើការដើរជួបទៅកាន់ពួកគេទាំងអស់គ្នាទៅ
ឃើញជាមួយឱកាសល្អមែនណាម៉ាសាយ៉ាងក៏នឹងក៏បានធ្វើការដើរទៅវិញក្រោយតស៊ូឲ្យប្រាប់ពួកគេថានាងណៃគឺជាលបងតស៊ូរបស់គាត់ដែលគាត់គឺជាអ្នកខ្លាំងដែរហើយម៉ាសាស្ដីឲ្យគេថារួចឈួតរបស់រឿងអញខំនឿហើយក្រនតែនិយាយចប់ភ្លាមមែនណាតស៊ូយ៉ាងក៏បានធ្វើការតែក៏ភ្លៀងទៅកាន់ម៉ាសាយ៉ាងទៅបន្តមកនឹងតស៊ូក៏នឹងក៏បានធ្វើការក្បួយកោឲ្យទៅកាន់ម៉ាសាថាគាត់នឹងគឺជាអ្នកជួយរឿងគេខ្លួនឯងគាត់នឹងគឺតែបញ្ចប់សង្គ្រាមរបស់គាត់ទៅហើយថាវិញហើយគាត់អត់ខ្វល់ទេគាត់មានលោកដៃរបស់គាត់ទេព្រោះអ្នកបដៅមកសំលួនគឺជាម៉ាសាហើយ do it yourself ក្រនលើយើងភ្លាមមែនណាម៉ាសាយើងក៏បានធ្វើការសួរទៅកាន់តស៊ូថាលោកបង do it yourself គេបងខ្ញុំមកចង់លេបងអើយចំណែកឯក្រុមហ្គេមវិញគាត់លើថានឹងជាតស៊ូដែលជា Dragon Immortal ពួកគេក៏បានធ្វើការសំទោសហើយក៏បានធ្វើការដើរចេញវិញទៅព្រោះពួកគេគឺចង់មានរឿងជាមួយតស៊ូហ្នឹងទេព្រោះតស៊ូហ្នឹងគឺជាគីឡូខ្លាំងដែរអញ្ចឹងទៅឃើញអញ្ចឹងលើហ្នឹងម៉ាសាក៏នឹងក៏បានធ្វើការស្រែកទៅការពួកហ្នឹងថាប្រួយកាមដែរហ្នឹងហត់បាត់មែនណាគាត់លើយ៉ាងភ្លាមបងក៏បានធ្វើការដើរមកវិញប្រហើយដើរមកហើយវាក៏បានធ្វើការយកឈើរបស់តស៊ូយើងវាយទៅកាន់តស៊ូយើងទៅដាក់មកឈើឲ្យឃើញថាតស៊ូក៏នឹងគឺអត់ដេញទេអូនឹងក៏បានធ្វើការដកកំពត់ចាក់ទៅកាន់តស៊ូរបស់យើងហ្នឹងណាក៏ប៉ុន្តែចាក់ទៅតស៊ូក៏នឹងក៏បានធ្វើការយកជាមួយសភៅមករងជាមួយនឹងកំពត់នឹងតណារងបានហើយតស៊ូក៏នឹងក៏បានធ្វើការថាឲ្យអបែនទៅថាបើសិនវាចង់ចាក់គេចាក់កន្លែងណាមានមនុស្សដកកងតស៊ូយ៉ាងឈិតឲ្យចំណេះដឹងវាទៀតលើអញ្ចឹងព្រមហ្នឹងពួកអូននឹងភ័យក៏បានធ្វើការរត់ចេញទៅបាទៅវាមិនដែរណាចាក់ឲ្យចាក់ងាប់ឲ្យដេម៉ូវិញគេទៀតរីឯម៉ាសាដែលគាត់នឹងក៏បានធ្វើការពួនពីឲ្យតស៊ូយើងឃើញថាពួកហ្នឹងរត់បាត់គាត់នឹងក៏បានធ្វើការស្រែកទៅកាន់ពួកហ្នឹងថារត់ឲ្យវៃកាមតែថាគាត់មួយថ្ងៃឈួរក្រោយតស៊ូយើងទេបាទហើយតស៊ូយើងក៏នឹងក៏បានធ្វើការរៀបចំដើរទៅផ្ទះវិញមកណាកំឡុងពេលហ្នឹងម៉ាសាក៏នឹងក៏បានធ្វើការនិយាយតែឯងដែរវាមិនដែរពីណាគេបដូរពីយ៉ាកូសាមកធ្វើជាបរោះមេផ្ទះទេកំឡុងពេលគិតភ្លាមក៏នឹងក៏បាននឹកឃើញថាចំតិចអ្នកធ្វើការមេផ្ទះជាមួយនឹងមេយ៉ាកូសាដូចគ្នាទៅគាត់នឹងសង្ស័យគិតរួចហើយម៉ាសាក៏នឹងក៏បានធ្វើការសុំទៅកាន់តាត់ស៊ូទៅគាត់នឹងគឺព្រានឲ្យគាត់នឹងគឺចេះធ្វើជាបរោះមេផ្ទះហ្មងទៅព្រោះឲ្យថាអំឡុងពេលហ្នឹងម៉ាសាគិតថាអ្នកធ្វើបរោះមេផ្ទះបានគាត់ជាមេយ៉ាកូសាដ៏ខ្លាំងហើយបន្តមកនឹងពួកគេទាំងពីរក៏បានធ្វើការទៅដល់ផ្ទះតាត់ស៊ូបងណាគាត់ទៅដល់ផ្ទះហ្នឹងតាត់ស៊ូរបស់យើងក៏នឹងក៏បានធ្វើការយកអាឈើគាត់នឹងធ្វើជាមួយនឹងកៅអីមួយណាដែលគាត់ឈើមកគឺយកឈើមកដើម្បីធ្វើជាមួយនឹងកៅអីដែលយើងមកទៅកាន់កៅអីទៅពុតទឹកជូខ្លាំងមែនតើបាទពេលក៏បានអសាថាវ៉ាវអីប្រជុំខ្លាំងមែនតើបាទលោកស្អាយឡើងតាត់ស៊ូក៏នឹងក៏បានធ្វើការហាត់ប្រាណដើម្បីសម្រករាងមកដែរបាទចំណែកឯមីគូវិញគាត់ឃើញថាតាស៊ូហ្នឹងគាត់នឹងគឺហាត់ពេញផ្ទះតែម្ដងថាអូនឹងគឺអង្គុយមើលដីអាប់កើតទេបាទឃើញអញ្ចឹងភ្លាមហ្នឹងមីគូហ្នឹងក៏បានធ្វើការយកក្តារហាត់ប្រាណមួយឲ្យទៅកាន់តាស៊ូហ្នឹងទៅពេលដែលតាស៊ូយកមកហាត់ប្រាណហ្នឹងគាត់នឹងក៏បានធ្វើការដើរជប់ទៅកាន់មេគាត់ផងណាមូលហេតុដែលថាតាស៊ូគាត់នឹងហៅអ៊ំទាំងពីរថាមេហ្នឹងគឺសារតែពួកគាត់ទាំងពីរក៏បានបរៀនអីទៅកាន់តាស៊ូយើងគូឲ្យគាត់សម្គាល់ផងដែរថាកន្លែងហ្នឹងផងដែរគឺជាកន្លែងហាត់ប្រាណរបស់ស្រីៗតែថាតាស៊ូយើងគឺប្រុសតែឯងតែម្ដងហើយបើយើងក្រឡេកទៅមើលការហាត់ប្រាណរបស់តាស៊ូយើងវិញយើងក៏បានឃើញផងដែរថាតាស៊ូយើងគឺហាត់ប្រាណពិតជាខ្ជូរខ្លាំងមែនតើអូម៉ែដល់កសេរីបន្តពីហាត់អស់រយៈពេលជាយូរមកហ្នឹងតាស៊ូក៏នឹងក៏បានធ្វើការចេញមកក្រៅវិញមកដែរគាត់តែចេញមកភ្លាមក៏នឹងក៏បានធ្វើការសរសើរថាការហាត់យូហ្គាពិតជាលោកតាមតែគាត់នឹងហាត់តាមផ្លែតែគឺថាគាត់បាញ់យកជោគតែម្ដងមកលោកស្អាយឡើងតាស៊ូជាមួយនឹងមេគូគេទាំងពីរក៏បានធ្វើការដើរទៅសពេញមកដែរពេលដែលជួបអ្នកលក់តាស៊ូក៏បានសួរទៅកាន់អ្នកលក់ទៅថាតើពួកគេគឺមានលក់ជាមួយនឹងកតិកពណ៌សអត់លើអញ្ចឹងភ្លាមអ្នកលក់ក៏បានធ្វើការទៅគាត់នឹងគឺអត់លក់ទេរបស់ហ្នឹងឃើញអញ្ចឹងភ្លាមមីគូអូនឹងក៏បានប្រាប់ទៅកាន់គេថាគឺមិនមែនម្សៅអីទេគឺសម្ដេចលើម្សៅឆាម្សៅអីគឺមិនមែនម្សៅសស្អីទេបន្តមកពួកគេក៏បានធ្វើការទៅទិញអីបន្តទៀតផងដែរតែថាមីគូអូនឹងគឺសុំអីទិញច្រើនឡើងមែនតើក៏ប៉ុន្តែតាស៊ូយើងក៏នឹងគឺឲ្យទិញតែព្រោះរបស់កូនក្មេងលើអញ្ចឹងភ្លាមអូននេះគូនឹងក៏បានធ្វើការខឹងទៅកាន់ណាត់ស៊ូទៅថាអូននឹងគឺចង់ទេអីគាត់នឹងគេទេអូនទេចំណែកឯអ៊ីនេះចិត្តហ្នឹងគាត់ឃើញថាពួកគេទាំងពីរឆ្លោះគ្នាអ្វីដែលកាន់តែពិសេសតាស៊ូយើងគឺមុខដូចជាយ៉ាគូសាទៀតពួកគេគឺគិតជាសង្ស័យខ្លាំងមែនទែនហើយក៏បាននិយាយដើមទៅថាណាយ៉ាគូសាឆ្លោះគ្នាដាសាយណាឃើញថាអត់សូវស្រួលមីគូនឹងក៏បានធ្វើការនាំតាស៊ូយើងដើរទៅកន្លែងផ្សេងមកដែរក្រនតែដឹងថាមនុស្សខ្លាចគាត់ភ្លៀងតាស៊ូក៏នឹងក៏ឆ្ងល់ដែរថាខ្លាចគាត់មិនគាត់នឹងគឺការមុនគាត់នឹងគឺបានធ្វើការនិយាយលេងមួយចិត្តខាងធម្មតាសោះហើយចិត្តខាងកដាគាត់នឹងគឺកំ pl មកដែររឿងអីពួកគេគឺខ្លាចគាត់នឹងគឺឆ្ងល់ក៏ប៉ុន្តែបើយើងមើលកាន់ទង្វើគាត់ទៅពិតជាកាយខ្លាំងមែនតើបាទចំណែកមីគូនឹងក៏ឆ្ងល់ថាចុះមកពីអីប្រហែលជាមកពីការស្លៀកពាក់របស់គាត់មែន
កាត់រួចហើយមីគូអូនក៏បានធ្វើការនាំតាត់ស៊ូទៅដូរកៅអៅវិញទៅគាត់តែថាការដូរកៅអៅរបស់តាត់ស៊ូយើងដូរមិនដល់មុខគាត់នៅតែការហ្នឹងប៉ុណ្ណេះបាទដែលយើងមើលឃើញថាការគាត់ពាក់មកគាត់ជាលុយខាងមែនទេក៏ប៉ុន្តែវានឹងគឺស៊ីគាត់ទេពាក់កាន់តែពេលណាគឺកាន់តែការតែម្ដងដល់ក៏សតដល់ក៏តាត់ស៊ូសូមបីតែមីគូអូនក៏អស់យកបងឡើងថាធ្វើមិនទេឲ្យតាត់ស៊ូយើងគឺមានអារម្មណ៍ថាខ្ជូអញ្ចឹងទៅហើយបន្តមកតាស៊ូក៏នឹងក៏បានធ្វើការដល់ទិញកៅអៅផ្សេងដែលថាគាត់នឹងគឺគិតថាគាត់នឹងគឺមាននាមជា Dragon Immortal ដែរមកធ្វើឯណាជួយណាក៏អត់យល់ទេកំឡុងពេលកំពុងនិយាយនឹងតាស៊ូក៏នឹងក៏បានធ្វើការតាក់ភ្នាក់ជាមួយនឹងកៅអៅមួយផងដែរចំណៃអីមីគូវិញអូននឹងក៏បានគិតផងដែរថាបើសិនជាប្រៀបធៀបការពីអូននឹងគឺបានជួបតែការតាស៊ូយន្តប្រងគឺថាឥឡូវនឹងគឺគាត់នឹងគឺបានធ្វើការមានអារម្មណ៍ថាគឺអត់សូវខ្លាចដូចមុនទេថាកាលមុនគាត់ពិតជាកាចខ្លាំងតែឥឡូវគាត់នឹងក៏អត់សូវកាចដូចមុនណាកំឡុងពេលហ្នឹងតាស៊ូយើងក៏នឹងក៏បានធ្វើការមកជាមួយសម្លៀកបំពាក់ថ្មីបាទពិតជាខ្ជូរខ្លាំងមែនតើបាទសំខាន់មានជំនួយនឹងតុក្កតា Polypod ដែលជាតុក្កតាមួយដែលបងគាត់ចូលចិត្តផងដែរឃើញអញ្ចឹងភ្លាមហ្នឹងមីគូនឹងក៏បានធ្វើការសរសើរទៅកាន់គាត់ទៅគាត់នឹងពិតជាខ្ជូរខ្លាំងមែនតើហើយបន្តមកគាត់អូននឹងក៏បានធ្វើការគាត់ឈោតដៃលើកដៃឆ្កេងឆ្កាចាំអូនថតគាត់ទៅឃើញអញ្ចឹងភ្លាមហ្នឹងអូនទូនឹងក៏បានសួរទៅកាន់ម៉ាក់វេថាតើពួកគេទាំងពីរបាយមែនម៉ាក់លោកបានប្រមាណខែបន្តពីតាត់ស៊ូគាត់នឹងក៏បានធ្វើជាបុរសមេផ្ទះមកយើងក៏បានឃើញអំពីបុរសអ្នកណាដែលគាត់នឹងគឺបានធ្វើការចេញពីកោកហ្នឹងឯងដោយមើលកាន់មុខគាត់ទៅពិតជាមើលថាមែនតើមកចេញមកដល់ក្រៅនោះហ្នឹងគាត់នឹងក៏បានធ្វើការសួរទៅកាន់ភ្លីទៅថាបាត់កូនចៅគាត់ថាអស់ហើយតែថាកុំហ្គេងគាត់កាលមុនគឺបាត់តាណាអស់ហើយឃើញថាភ្លីអត់ឆ្លើយគាត់នឹងក៏បានធ្វើការថាខ្លួនឯងថាអូប្រហែលកុំគាត់ទៅបាល់លេបាត់ហើយបាទដែលប្រូហ្នឹងប៉ុន្តែគឺមានឈ្មោះថាតូរ៉ាជីរ៉ូហើយខ្ញុំបាទគឺសូមហៅគាត់ថាតូរ៉ាជីបើកន្លែងមកមើលពេលបច្ចុប្បន្នវិញយើងឃើញផងដែរថាតាត់ស៊ូជាមួយម៉ាសារបស់គេទាំងពីរក៏បានធ្វើការដើរសោពេញមកដែរពេលដែលដើរមកដល់ផ្ទះវិញហ្នឹងម៉ាសាក៏នឹងក៏បានធ្វើការឈាចូលទៅទិញជាមួយនឹងបង្អែមញ៉ាំផងដែរអ្នកដែលលក់ហ្នឹងគឺជាប្រូតូរ៉ាជីរបស់យើងហ្នឹងហើយដែលគាត់ហ្នឹងគឺអត់មាននិយាយអីទៅកម្មភ្ញៀវគាត់ថាអូខេអាស្វាកំឡុងពេលហ្នឹងតាស៊ូក៏នឹងក៏បានធ្វើការដើរមកមើលទៅគ្រាន់តែឃើញមុខកាន់បរិទ្ធនឹងភ្លៀងតាស៊ូក៏នឹងក៏បានធ្វើការស្រែកទៅកាមេរ៉ាទៅថាគាត់មិនដែរគឺមាននៅឈ្មោះថាតូរ៉ាជីដែលតូរ៉ាជីកាលពីមុនគាត់នឹងក៏ជាកម្ពូលមេយ៉ាកុសាដូចជាតាស៊ូដែរគាត់នឹងគឺជាបរិទ្ធម្នាក់ដែលអាចវាយជាមួយតាស៊ូយ៉ាងមួយស្មើបានយូរជាងគេហ្នឹងទៅដែលអាចនិយាយបានថាបុកគេទាំងពីរគឺជាត្រូវស៊ីសាច់រត់ឈាមតាំងពីយូរមកហើយឃើញអញ្ចឹងភ្លាមតូរ៉ាជីក៏នឹងក៏បានធ្វើការគប់ប្រដាប់ធ្វើនំគាត់ត្រូវចំកណ្ដាលមុខរបស់តាស៊ូតែគាត់គឺបានធ្វើការឈាមជាមួយនឹងមុខហ្នឹងគប់ហើយតូរ៉ាជីក៏នឹងក៏បានធ្វើការស្ដីទៅឲ្យតាស៊ូដោយសារតាស៊ូយើងគឺបានធ្វើការវាយបំផ្លាញហ្គេងរបស់គាត់ចោលអស់ដោយហេតុថាឥឡូវគាត់នឹងគឺអត់មានហ្គេងអត់មានស្អីទេគាត់នឹងគ្មានអីច្រើនកាលពីការដើរលក់នំតាមផ្លូវហ្នឹងឯងនិយាយរួចហើយតូរ៉ាជីក៏នឹងក៏បានធ្វើការចុះពលឡារបស់គាត់បន្ទាប់មកទៅឈោមកមុខគ្នាមួយស្មើជាមួយនឹងតាស៊ូផងណាឃើញអញ្ចឹងភ្លាមតាស៊ូក៏នឹងក៏បានធ្វើការប្រាប់ទៅកាន់ប្រូតូរ៉ាជីថាគាត់លើផងណាគឺជាបុរសមេផ្ទះគាត់នឹងគឺឈប់ខ្លាចជាកុសាដូចលើកមុនហើយលើអញ្ចឹងភ្លាមនឹងប្រូតូរ៉ាជីក៏នឹងក៏បានធ្វើការស្ដាយណាបន្តទៅសោះហើយក៏នឹងក៏បានធ្វើការស្ដាយទៅកាន់តាស៊ូស្អីគេហើយចេះតែវាយគ្នាសោះមកធ្វើបរិមេផ្ទះអីណាអើយដល់កងចំណែកតាស៊ូយើងក៏នឹងក៏មានតបតច្រើនហើយក៏នឹងក៏បានធ្វើការនិយាយទៅកាន់តូរ៉ាជីថាគាត់នឹងប៉ុន្តែគឺជាបរិមេផ្ទះចំណែកតូរ៉ាជីគឺជាអ្នកលក់បង្អែមតាមម៉ាស៊ីនហ្នឹងហើយដូច្នេះគាត់នឹងដឹងថាតើការវាយគ្នារបស់ពួកគេគឺទៅជាយ៉ាងណាก่อนលើយើងភ្លាមពួកគេទាំងពីរក៏បានធ្វើការបូកគ្នាខុសស្តមមួយស្មើទៅឮថាពួកគេទាំងពីរបូកគ្នាខុសស្តមមួយស្មើឃើញពីណាគេសប្បាយចិត្តជាងប្រូម៉ាសាដែលថាគាត់ហ្នឹងគឺចង់ឃើញជាមួយកំពូលអ្នកវាយគ្នាពីរអ្នកវាយដែលថាគាត់ហ្នឹងគឺពិតជាចង់មើលខ្លាំងតែតាស៊ូយើងមួយតូរ៉ាជីពួកគេវាយគ្នាសាហាវប៉ុណ្ណាទៅមកហ្នឹងពួកគេទាំងពីរក៏បានធ្វើជាមួយនឹងបង្អែមរៀងខ្លួនផងដែរចំណាយពេលមួយយូរទេបង្អែមពួកគេទាំងពីរក៏បានធ្វើការរួចរាល់ទៅដែលបង្អែមរបស់ប្រូតូរ៉ាជីគឺមាននៅឈ្មោះថាបង្អែមប្រមាញ់នេះហើយចំណែកឯបង្អែមរបស់តាស៊ូចឹងគឺជាបង្អែមប្រមាញ់ខ្លាគឺថាតែប្រូតូរ៉ាជីក៏នឹងគឺមានលក្ខណៈថាខ្លាហើយតាស៊ូចឹងគឺមានលក្ខណៈថាអ្នកហ្នឹងទៅនិយាយចប់ហើយពួកគេទាំងពីរក៏បានធ្វើការក្បាច់ក្បោថតរូបថតទៅកាន់បង្អែមពួកគេគឺថតក៏សេរីថតលូថតបាត់ថតស្អាតហើយពួកគេទាំងពីរក៏បានធ្វើការផុសទៅក្នុង Instagram មកហើយដែលបច្ចេកទេសកាន់អ្នកនេះទៅថាពួកគេគឺវាយគ្នាតាមរយៈការធ្វើបង្អែមគឺផុសបើសិនជាណាគេបានបេះដូងឬមួយក៏បានឡាច្រើនជាងហ្នឹងគឺអ្នកឈ្នះទៅលុះ2ម៉ោងក្រោយមកយើងក៏បានឃើញបងដែរថាតាស៊ូយើងក៏នឹងទទួលបានចំពោះបេះដូងមួយផងដែរអញ្ចឹងហើយមានថាតាស៊ូយើងគឺជាអ្នកឈ្នះហ្នឹងហើយអ្នកគ្នាមកឆ្ងល់ហើយបានជាតាស៊ូយើងឈ្នះគឺដោយសារអ្នកឡាញ់គឺជាម៉ាសាយើងហ្នឹងដល់ក៏លូស្អែកឡើងម៉ាសាជាមួយមីគូពួកគេទាំងពីរក៏បានធ្វើការដើរមករកទីឡានជីផងដែរ
បើយើងមើលទៅឡានពិតជាលោកខាងមែនតើមកឡាននីមួយៗពិតជាមានរៀងឡូរៀងស្អាតផងដែរក៏ប៉ុន្តែតាសូយើងក៏អត់ឆ្លាញ់ទេតាសូយើងក៏បានធ្វើការឆ្លាញ់មួយឡានហើយគឺជាឡានដឹកទំនិញហ្នឹងឯងបាទលើអញ្ចឹងភ្លាមមីគូក៏បានប្រាប់ទៅកាន់តាសូថាអត់ទិញទេនោះអត់ទិញទេឡានដូចឈួរហ្នឹងឃើញអញ្ចឹងភ្លាមហ្នឹងក៏មានលោកគេមករីខមមិនឡានមួយឲ្យទៅកាន់ពួកគេទាំងពីរផងដែរយើងឃើញបានថាអ្នកលក់ហ្នឹងក៏បានធ្វើការប្រាប់ឡានមួយទៅកាន់ពួកគេទាំងពីរតែបើយើងមើលទៅក៏ពិតជាលយផងដែរពីព្រោះអីក៏ឲ្យខាងក្រៅពួកគេទាំងពីរអាចធ្វើការបត់បានដើម្បីទទួលបាន special តាអីវ៉ាន់ទៅលើអញ្ចឹងពេលហ្នឹងតាសូក៏នឹងក៏បានធ្វើការទៅដេកពីលើខាងក្រៅទៅគាត់ដេកភ្លាមគាត់នឹងក៏បានថាផងដែរថាវ៉ាវឡាននេះពិតជារកតាមតែមិនសិនជាចង់ស្លាប់នេះពិតជាស្រួលតាមតែមិនដាក់សពមួយបានតែម្ដងអ្វីដែលសំខាន់ហ្នឹងអ្នកលក់ក៏បានធ្វើការយកស្របជាមួយតាសូដែរថាខាងក្រៅនេះក៏អាចដាក់សពមួយបានទៅតែគាត់នឹងក៏មានសង្ស័យទេបាទឃើញថាតាសូយើងក៏ជឿឡានហ្នឹងអ្នកលក់ហ្នឹងក៏បានធ្វើការគាត់តេស្តឡានសារតែចំណងថាតេស្តទៅចេះស្រួលអត់មិនស្រួលបាទអ្វីដែលគួរឲ្យក៏សម្គាល់ផងដែរថាតាសូយើងគឺជាឡានយឺតជាងដើទេបាទជីឡានយឺតជាងដើហើយតាសូក៏នឹងគិតវាប្រាប់ទៅកាន់ពួកគេទាំងពីរតោះយើងឥឡូវបុកហាងគេមួយចោលទេដែលថាគាត់ជីឡានយឺតជាងដើគេនេះគាត់ចង់បុកឡានគេបុកហាងគេណាដកងហើយតាសូក៏នឹងក៏បានឃើញជាមួយបរិហ្នឹងតែបរិហ្នឹងក៏នឹងគឺប្រាប់គាត់ថាគាត់ចង់ជីឡានទៅមុខទៅក្រោយទៅឃើញអាប៉ែហ្នឹងហើយរួមសំជាមួយប្រពន្ធគាត់ប្រាប់ថាឲ្យគាត់ហ្នឹងគឺប្រុងប្រយ័ត្នផងមានតាស៊ូយើងក៏បានធ្វើការសម័យថាប្រុសហ្នឹងគាត់ហ្នឹងក៏បានធ្វើការដកកំភ្លើងជាមកបាញ់ទៅកាន់តាស៊ូទៅថាងាប់ទៅត្រាកូននេះម៉ូថហើយក៏សម័យដែរណូក៏បន្តពីសម័យហើយតាស៊ូគាត់ហ្នឹងក៏បានធ្វើការប្រាប់ប្រពន្ធគាត់ហ្នឹងគឺដកថយទៅប្រហាប៉ែហ្នឹងគឺស្លាប់ចោលព្រោះប៉ែហ្នឹងគឺជា hitman ទៅស្បែកប្រពន្ធគាត់ថាគាត់ហ្នឹងគឺបាយបាទពេលដែលគាត់លើកមើលកាហ្វេហ្នឹងគាត់នឹងក៏បានឃើញដែរថាគឺមានជាមួយបុរសអ្នកឈរហ្នឹងហើយតាស៊ូយើងក៏បានធ្វើការសម័យថាបុរសហ្នឹងក៏បានធ្វើការដកកបិតចាក់សម្លាប់គាត់ទៅដល់ក៏សម័យរួចហើយតាស៊ូក៏នឹងក៏បានធ្វើការបុកកាសជិះទៅមុខវិញផងណាពេលទៅដល់កន្លែង stop ហ្នឹងតាស៊ូក៏នឹងក៏បានឃើញជាមួយលោកតាមអ្នកគាត់នឹងគឺកំពុងតែដើរតាមផ្លូវហើយសត្វស៊ូក៏នឹងក៏បានធ្វើការសម័យថាលោកតាក៏នឹងក៏បានធ្វើការដកជាយងជ័យបាញ់ទៅកាញ់គាត់ទៅដល់ក៏ដែលតាមបតើតាក៏នឹងក៏ដើរទៅមុខទេតាស៊ូក៏សម័យថាតាក៏នឹងបាញ់ទៅយងជ័យឯណាបតើមិនតាស៊ូក៏នឹងក៏បានធ្វើការចុះទៅឡានគាត់នឹងប្រាប់ទៅប៉ាន់កាន់ប្រពន្ធគាត់ថាឥឡូវគាត់នឹងគឺដើរក៏ជុំជីឡានខ្លាច់បែកទៀតបាទលោកស្អែកឡើងតាស៊ូក៏នឹងក៏បានធ្វើការទៅលេងជាមួយបន្ទប់របស់ម៉ាសាទៅគ្រាន់តែចូលទៅដល់ភ្លាមមែនណាបន្ទប់ម៉ាសាគឺសុទ្ធតែក្អៅតែម្ដងថាគាត់នឹងក៏ចេះបោកក្អៅទៀតបាទឃើញអញ្ចឹងភ្លាមនឹងតាស៊ូក៏នឹងក៏បានធ្វើការដាក់ម៉ាសាមកក៏ភ្លៀងដែរបាទហើយពេលកំពុងយកកៅអៅតែបងតាស៊ូក៏នឹងក៏បានឃើញជាមួយអាវវិញតែអាវរបស់ម៉ាសាគឺប្រឡាក់ជាមួយការីដែលថាវាក៏ពិតជាបាក់តាមតែសារគឺការីពិបាកបោកទៅកុំឲ្យខានពេលលេយកម៉ាសាក៏នឹងក៏បានយកកៅអៅនឹងមកបោកហើយដែលថាតាស៊ូយើងគឺបោកពិតជាអត់តាមតែក៏នឹងសុទ្ធយកចោលថ្មីមកបោកបន្ថែមទៀតបាទអ្វីដែលសំខាន់នោះគឺម៉ាសាមើលសាប់ធម្មតាហើយតែម៉ែតាស៊ូយើងគឺបោកអៅម៉ាសាណាដល់ក៏มันយកប៉ុន្មានតែអាចតែប្រឡាក់ជាមួយនឹងការីក៏ដូចជាប្រឡាក់ជាមួយរបស់ផ្សេងៗក៏បានធ្វើការបោកសម្អាតហើយប៉ុណ្ណាលោកបោកជាមួយនឹងអាប្រឡាក់ជាមួយក្សឡការីវាហើយពួកគេទាំងអស់គ្នាក៏បានធ្វើការអង្គុយមើលទៅភ្លាមនឹងបណ្ដាមែនណាក៏មានចោលបើកប៉ោងជាមួយនឹងកៅអៅប្រឡាក់ស្លការីមិញដែលប៉ោងមកទៅណាឆ្ងាយទៅគឺកណ្ដាលមកពួកគេគឺធ្លាក់លើទឹកផ្លាក់ទឹកទៀតគឺវាតែនេះខ្លាំងតែកៅអៅនេះប្រឡាក់ការីឥឡូវប្រឡាក់ទឹកទៀតតក៏សូមបីតាត់ស៊ូក៏ជួយក្បាលមុខជាមួយនឹងកៅអៅរបស់ម៉ាសាដែរបាទបន្តពីនោះមកហ្នឹងគេក៏បង្ហាញអំពីកន្លែងលក់ដូរតាមផ្លូវមួយដែរតែគេគឺរបស់ពួកគេប្រើសឲ្យលក់តឃើញជាមួយមើលប្រដាប់បិទផ្នែកដីនឹងឈុតពេកគេក៏បានសួរកាន់លក់ថាអាហ្នឹងគឺមួយប្រហែលអ្នកលក់នឹងបណ្ដៃគឺជាតាស៊ូរបស់យើងហ្នឹងឯងបាទគាត់នឹងក៏បានធ្វើការលក់អីម្ដងទៅតែគាត់នឹងប្រាប់ទៅកាន់គេទៅថាក្អែមដែរគឺជារបស់ 100% គឺមិនទឹកទេគឺរបស់ 100% គាត់ធ្វើដោយដៃគាត់មិនទៅដងតែគាត់លក់គឺចំនួន200យ៉េនបាទហើយគេក៏បង្ហាញអំពីមួយខែមុនថាមុនតែពេលតាស៊ូក៏នឹងក៏បានលក់អាហ្នឹងតែថារបស់ហ្នឹងតែគាត់ពិតជាចាំតែរបស់ដីរបស់ពេញហ្នឹងដល់ថាអាហារហេពេញហ្នឹងឃើញអញ្ចឹងភ្លឺហ្នឹងមីគូអូនក៏បានធ្វើការប្រាប់ទៅកាន់តាស៊ូយើងគឺធ្វើការយករបស់ហ្នឹងលក់តាមផ្លូវទៅថាកន្លែងគេបើកកម្មវិធីពោលក់អីតាមផ្លូវហ្មងណានេះហើយគឺជាមូលហេតុថាយើងឃើញតាស៊ូយើងគឺលក់របស់របរទៅតែថាគាត់សើអ៊ូតគេរបស់ហ្នឹងគឺរបស់ 100% មិនមកទឹកទេដល់ក៏ភ្លាមហ្នឹងដែរក៏មានជាមួយអ្នកស្គាល់តាស៊ូយើងគាត់នឹងក៏បានសួរថាតាស៊ូយើងគឺលក់របស់អីគេលើអញ្ចឹងភ្លើងតាស៊ូគាត់នឹងក៏បានធ្វើការ review ឲ្យវ៉ាន់គាត់ទៅឲ្យពួកគេទៅតែថាពួកគេនឹងពេលក៏ចាប់អារម្មណ៍ជាមួយនឹងអានអ្នកផងដែរឃើញអញ្ចឹងភ្លាមតាស៊ូយើងក៏បានប្រាប់ទៅថាខាហ្នឹងមកគឺជាការមួយគាត់ពិតជាស្រឡាញ់ណាស់មែនតើសិនជាពួកគេទិញគាត់នឹងក៏ចូលតម្លៃពួកគេ 50% ហ្នឹងទៅកំឡុងពេលហ្នឹងប៉ុន្តែក៏មានជាមួយនឹងពួកអូនគីគីម្នាក់វាក៏បានធ្វើការរឿងហ្នឹងតែថាវាមកទាសហុយហ្នឹងហើយឃ
khơi tha rồi này rồi nhái đặt xu còn đang có bạn thua cá một số tốt từ cản bộ quê rồi còn khơi em phê men nam mê đang có bạn khơi đang thành đang có đây cái đặt xu cái chia trả còn em mò thô đây về có bạn thua kẹng đám đâu mà đa thảo đang còn tận chế mua đặt xu tại trường về cứ nhô thật cho em đâu mà để tại ông khai đặt xu vay nhô chơi không đa tha đặt xu còn đang có bạn thua cá bộ ông cái để cắt mũi này là bệnh gì thế lên thôi lù tụt đo lại sạt hai đặt xu còn đang có bạn thua cá đội ván quát lỏi ấu đang đây mà khơi chừng môi năng bắt đầu chật lại ông năng các bạn này ta sốยังพายอยู่นั่งบ่chật đẩyบ่เวเลยไงบ่ะเวกับวันพายบ่nàyพอต่อมาตัดสู้กันนั่งกับบ้านถอยกายอยู่มาสนมุจิตโลตะการโปเวแต่เดี๋ยวมือตะการมาสนก็ยกมาเป็นเด็กชุกล่างมันได้มาดาวเคยถาวนั่งคล้ายๆไปตัดสู้กันนั่งกับบ้านถอยกาดอกเตะมวยด้วยกันเวแต่ท่าเตะต้องรัดตื่นสูงลำเตะนั่นไปกอดมุจิตเตะข้อเลิศตักแบบเปิดชุกลำเตะมาเดี๋ยวก็ฝากละเอียดดังนะครอนแต่เลือเปียทานถ่ายเลือดตึกเลี้ยแม่นาวนั่งกดถ่ายแต่เสื่อมไหวเวียนถ่ายเลือดตึกเจ้าหรอเลี้ยเวียนนั่งกบานทัวกาhọตึกเขาดูสลับเลยถ่ายก้มไหวชมเอ้ยชมชื่อเธอบงเอาไว้กุดประกาศตายเนาะก็เคยจังเพื่อนนั่งต่อสู้กับนั่งกบานทัวกาเอาแล้วบอกเขาแต่งใบยมอเอาจากการเวียนเลยเนี่ยโลสายแล้วนั่งเกี่ยวกับไฮอัพพิทัศน์สู้จนในก่อนนั่งปลายคือกระโปรงแต่สาวจมูกปลายบอกก่อนแต่ไฮก็ไม่จมูกปลีปีเนี่ยบอกก่อนตั้งปีกับบานทัวกาสองสายจมูกแต่สู้เยอะกระทาแต่สู้ก็นั่งคืออ้ำกระชาบ่ะหายไปต่อตั้งแต่สู้กันนั่งกับบ้านเธอการวิกช็อปอะไรนั่งคลานั่งตัวเอาหวานสายเยอะวันไหนแต่ยังมาการการวิกช็อปก็ตะคือจะให้แล้วมันเต้นมั้งดาวทองประดาเธอกับวิกช็อปดาวเลยนะเคยจมูกนั่งการวิกช็อปเลยก่อนนั่งกับสองสายแต่ตัดสู้ยังคือหลุดบ่อจมไหลเองเธอซองมันคันเนี่ยเดี๋ยวหลุดบ่อจมไหลนั่งคือชี้กวางมั้งเกชีลานก็ชี้กวางแล้วก็หายเลยทั้งปีนั่นแต่ตามตัดสู้ยังทองประดาไงเลยทั้งปีนั่งกับบ้านเธอการตามดอกันไหลตัดสู้ยังคือโจกันไหลมวยวันไหนว่าแต่การดับไส้คล้ายห้างนั่นคือบัดเดือดไม่บางคนโจบานจะให้กี่กดสองสายคล้ายอย่างไรก็ช่วยโดยวันยังแต่เคยเจอเพื่อนนั่งปลีไปเกดังปีกับบานเธอก้าโจแต่การคล้ายนั่งเพราะไหนแต่ทางเอาโบเก้คือในเงียมได้เยอะเมื่อตัวคือทางโบเก้ออกเนี่ยคือกระโปรงแต่เธอเบอร์สเดย์ไงทับลิโจเตกับโบเก้จุเด้อก็เคยทับลิสองสายอยู่หมวยหลักแต่ทางตัดโซยังดังมาหายมาซ่าก็นั่งกับบานเธอก้าอยู่หลักนั่งเอาการพลีเมอร์เลยแต่ถ้าหลักน้องได้คือจะหลักมวยจุดโดยเป็นคลันเลยแต่ทางมันจะกระชายเลยมันต่อไปเดิมนั่งจำไล่ให้โปเกทั้งปีน่ากับบานเธอการสมโตจากการตัดเสื้อเลยให้ต่อมาโปเกทั้งปีกับบานเธอแค่โจรวมเบอร์สเดย์ไว้โปเกเลยพอต่อไปน้องมันนั่งเกี่ยวกับหาเอาแกงไม่ตัดเสื้อยังคือทัวร์เวสลอบอ่ะเว้นนักได้กับบานเธอการหัดผ่านได้กับบานเธอการเพิ่มจำนวนโปรตีนมาได้ปะโหลดทัวร์ให้เวกับบานเธอก้าวบวกคนใจเวไหวอยู่บนตัดเสื้อเลยได้ทาก่อนแต่เธอไม่ต้องเดือดทัวร์เป็นคอนฝีด้านนะก็ปั่นตายก่อนแต่เคยตัดเสื้อกราบเลยแม่นาวนั่งกับบานเธอการสลอบดอได้ปะเด้อก็จ่าเราบอยเยอะเสียงออกเนี่ยเนอขนมวันนี้พวกนายก็บ่หายปีตัดสู้แต่ก่อนนั่งกือปงตะเล่นจมูกหนังบาเตะไงบาเยอะเมื่อแต่การการสวยก็โดนจีการตบเบาก็คือเปิดเจลออกล่างแมนเต้นดาวยังมีจมูกหนังเพชรเชื่อจมูกโคลนไอเมนนาตัดสู้ก็นั่งกับบานเธอการเธอบอกบากระตาหมกแตงมาต้องอ่ะก่อมลองไปสำราญนั่งเนี่ยได้นั่งกับบานเธอเขาเอาคนแต่การตัดสู้เดี๋ยวถ้าตัดสู้ยังมากคือกบเจอหนองการเล่นบาเตะแต่ให้พวกแกกับบานผ่านแต่การตัดสู้พวกนายทางไงนั่งพวกนายคือเมนจมูกหนังการประกูจมูกหนังของมูตี้คือใบประกูมาตบเพชรไงในเย็นมันตอนเจ้าพ่อแม่นาของแม่แก่มาของกับบานเธอการด่าโจหมดดอเต็มดองด่าทำไม่ว่าโปเกกับบานเธอการโจแต่พลาดจมูกหนังของอาเด้อด่ากรมว่าโปเกมันนั่นคือเมนในช่วงท่ากรมคลาขมนั่งไงหาตัวเชียกูโปเกยังคงเป็นนั่งกระโดดเชียน้องไงนั่งพอได้โปเกกับบานเธอการผ่านแต่กันเนี่ยก็นี่เลยหมดให้แต่โปเกคือได้บ้านนั่งคือเลยซาแต่การเล่นบอลทัวร์โปเกคือไม่รอแต่จ้องเล่นเรื่องเวงเชิงมุนนะโดยใช้ตัวบอลจากโปเกคือจ้องเล่นต่อที่ไงหายกรมสกายนั่งตรงคลาขมกับบานเธอการปักเนี่ยแต่มาดองเลยจับปะดาวแขมเพลิมก่อนเราบอตาสู้กับบานทัวกาไว้สวยเฮยข่มเราบอคลากมุ่งกับบานทัวกาจับสวยบานหากต้องมาคนใจไว้กับบานทัวกาเอาหนมไม่ไว้เลิกตัวไว้บ้างเนี่ยเฟิร์มเนอะก็เฮยข่มบอตาสู้กับบานทัวกาตุบสวยนั่งมันเฮยโบเก้กับบานทัวกาเอาแต่เสื้อไว้มาบาลตัวเว้นเลยบานนั่งพอหน้าก่อนเราบอคลากมุ่งกับบานตบบานเฮยโบเก้กับบานทัวกาไว้มาบาลเตอกระถางมุกบอตาสู้เบิร์ก่อนนั่งคือแบบบังบอตามองกระดอเว้นแต่เสื้อไว้มาดองก่อนนั่งกับบานทัวกาไว้มาบากระถางบอกไปนั่งเว้นได้ปะโลบาปต่อไว้ยังตาสู้ยังก่อนนั่งคือตัวบอดบานแต่ท้ายครั้งแก้กับบานทัวร์กาซีมากรอบเลยเคยแต่ของกระจายมากรอบเพื่อนตาสู้ก่อนนั่งกับโปรเจกต์แทรกแล้วมันแต่ก่อนนั่งกับบานทัวร์กาสมโตแต่การโปรเกตออกแน่ได้เคยยังจังเพื่อนนั่งเมื่อยของรักมุ่งโปรเกตกับบานทัวร์กาจับได้สมจับได้แต่การตาสู้บัดต่อปีจับว่าให้โปรเกตแน่กับบานทัวร์กาทอรูปเฉียนอุสาวเรียวนะเนอขนมละเงยนั่งพนักกับปนระบอตาสู้ก่อนนั่งกับบานทัวร์กาชินไปเธอการมันเมาแต่ได้ถามลองไปได้น้ำพลายโอนกับบานทัวร์กาเดินจู่สมุนตาสู้วะนะกำลังเป็นนักต่อสู้กับบานสู้กันลดเลยถาทั่วไม่บานเจ็ดสักนึงบานกระดาษเยอะ
លើអញ្ចឹងផ្លែអ្នកលក់ក៏បានថាទៅគាត់នឹងគឺអប្រាមដែរព្រោះវាគឺជារឿងសម្ងាត់របស់ពួកគេទៅលើអញ្ចឹងផ្លែតាសូក៏បានធ្វើការប្រាប់ទៅកាន់គេទៅអញ្ចឹងមានន័យថា100យេនស្មើនឹងសាច់ជ្រូក100ក្រាមចឹងទៅលើអញ្ចឹងផ្លែអ្នកលក់ក៏បានថាទៅសាច់នឹងគឺបាក់ចិត្តខ្លាំងមែនតើពីបាក់ចិត្តមិនខ្ញុំមកខ្វល់ព្រោះខ្ញុំមកគឺធ្លាប់បានសម្លាប់នៅពីមុនមកដែរលើជាមួយនឹងការសន្ទនាបាយភ្លាមមកពលមកគាត់ក៏បានកើតប៉ុន្តែថាតាសូយើងបាយមកនិយាយទៅពេលបន្តពីតែសាច់រស់ហើយតាសូក៏នឹងក៏បានធ្វើការដើរមកទេវិញជាមួយនឹងប្រពន្ធគាត់ទៅក៏ឡងពេលហ្នឹងតាសូក៏នឹងក៏បានធ្វើការនឹកឃើញចំនួនរឿងមួយបន្តមកក៏នឹងក៏បានធ្វើការសុំប្រពន្ធគាត់ទៅទិញអីសិនទៅបន្តពីនោះមកនឹងតាសូក៏នឹងក៏បានធ្វើការទៅគួបជាមួយលោកតាម្នាក់ហើយពួកគេទាំងពីរក៏បានធ្វើការសន្ទនាទៅដែលពួកគេគឺនិយាយជាភាសាកូនសម្ងាត់អូទៅហវ៉ាវ៉ាវ៉ាលើអញ្ចឹងភ្លើងមីគូនឹងក៏មានជាមួយការឆ្ងល់នៅជុំពួកគេនិយាយពីអីគេបន្តមកនឹងតាសូក៏នឹងក៏បានធ្វើការទៅជួបជាមួយនឹងអ៊ំម្នាក់ទៀតទៅដែលកូនពួកគេនៅតែហ្នឹងវ៉ាវ៉ាហើយសូមបែរប្រពន្ធក៏ឆ្ងល់ដែរគាត់និយាយពីអីគេលោកទទួលបានត្រាហើយតាសូក៏នឹងក៏ពិតជាសប្បាយចិត្តខ្លាំងតែថាត្រាក៏បានមកពីលោកមិញហ្នឹងដែលថានៅពេលដែលពួកគេបានចំនួនត្រាពេញលេញនឹងពួកគេគឺនឹងមានឱកាសប្រវល់ជាមួយនឹងក្តាប់កឡុកផ្សងសំណាងមួយហ្នឹងទៅដែលរង្វាន់នឹងប៉ុន្តែគឺមានលេខរៀងដូចគេរង្វាន់ទៅហាវ៉ៃរង្វាន់បានទូទាស់ហើយជាពិសេសគឺជារង្វាន់ម៉ាស៊ីនជួតផ្ទះដែលហាត់សួរក៏ចឹងបានម៉ាស៊ីនបូនទលេហ្នឹងទៅដែលថានេះមកដែរគឺជាលើកទី10នៃការប្រវល់របស់គាត់ទៅបន្តបង្ហាញអំពីត្រារបស់គាត់បានពេញហើយអ្នកហ្នឹងក៏បានធ្វើការប្រវល់ជាមួយនឹងក្របសំណាងមួយគាត់ទៅរង្វាន់ដែលគាត់បានគឺជារង្វាន់ទី5ណែហើយរង្វាន់ទី5គឺជាតុក្កតាមួយទៅឃើញជាមួយតុក្កតានឹងភ្លាមនឹងមីគូអូនឹងក៏ពិតជាសប្បាយចិត្តខ្លាំងតែព្រោះអូននឹងគឺឃើញតុក្កតានឹងខ្ជូលទៅហើយលោកអ៊ំនឹងក៏បានធ្វើការនិយាយប្រាប់ទៅកាន់តាសូតែគាត់នឹងគឺបានចាញ់ហើយគាត់នឹងគឺបានរង្វាន់ដែលគាត់ចង់បាននោះទេដោយខ្លាចខ្មៅតាសូក៏បានថាទៅគឺមិនមែនទេអ្វីគាត់ចង់បានគឺជាស្នាមញញឹមរបស់ប្រពន្ធគាត់ហ្នឹងហើយគឺជាស្នាមញញឹមរបស់ប្រពន្ធគាត់ហ្នឹងហើយឃើញថាតាសូយើងស្រែកលើទៅមីគូនឹងអៀននឹងក៏បានធ្វើការដាក់តាសូមកដៃទេបាទលុះស្អាតឡើងមីគូនឹងក៏ទទួលបានជាមួយនឹងទូរស័ព្ទពីពុកម្ដាយអូនណាថាពួកគេគឺនឹងមកលេងជាមួយនឹងពួកគេទាំងពីរហ្នឹងហើយហើយពេលដែលពុកម្ដាយរបស់មីគូបានមកដល់ភ្លាមតាសូក៏នឹងក៏បានធ្វើការបម្រើសេវាកម្មចិត្តតែជាមួយនឹងការធ្វើនំឲ្យពួកគេទាំងអស់គ្នាញ៉ាំទៅគ្រាន់តែឃើញយ៉ាងភ្លាមម្ដាយមីគូជាមួយនឹងមីគូពួកគេទាំងពីរក៏បានធ្វើការសរសើរទៅកាន់ស្នាដៃរបស់តាសូដែលគាត់នឹងគឺបកាយធ្វើឲ្យញ៉ាំទៅក៏ដូចជាបកាយធ្វើម្ហូបផងដែរឃើញថាគាត់នឹងគឺអាចនិយាយគ្នាជាមួយតាសូបានលោកប៉ារបស់មីគូគាត់នឹងក៏បានធ្វើការលើកឡើងអំពីឆ្កែទៅគាត់នឹងក៏បានសួរកាន់តាសូថាតាសូគឺស្រឡាញ់ឆ្កែដែរទេលើអញ្ចឹងភ្លាមតាសូក៏នឹងក៏បានធ្វើការសម័យឆ្កែការវាគាត់ទៅធ្វើហ្គេងកាលមុនដែលថាគឺជាមនុស្សហ្នឹងគាត់នឹងបានប្រាប់ទៅកាន់លោកប៉ាគាត់ទៅថាគាត់នឹងប៉ុន្តែគឺគ្មានការចងចាំល្អជាមួយឆ្កែរបស់គាត់ទេឃើញថានិយាយចេញមកចូលគ្នាទេប៉ារបស់មីគូក៏នឹងក៏បានធ្វើការបួសតាសូយើងលេងគប់បាល់លេងទៅនិយាយចប់ហើយពួកគេទាំងពីរក៏បានធ្វើការទៅលេងនៅក្រៅផ្ទះទៅឡងពេលកំពុងដើរហ្នឹងប៉ារបស់មីគូក៏នឹងក៏បានធ្វើការសម័យពេលដែលមីគូក៏នឹងក៏បានធ្វើការណែនាំតាសូឲ្យទៅកាន់ប៉ាបងអូនណាដែលថាគាត់នឹងឃើញយ៉ាងភ្លើនឹងប៉ាបងអូនគឺពិតជាខ្លាចខ្លាំងមែនតើក៏បើតែគាត់នឹងក៏ប្រាប់ខ្លួនឯងថាគាត់នឹងក៏ខ្លាចទេតែគាត់ដួលវត្តហើយបាទហើយពេលទៅដល់កន្លែងលេងហ្នឹងប៉ារបស់មីគូក៏នឹងក៏បានធ្វើការគប់បាល់ទៅកាន់តាសូទៅតាសូក៏នឹងក៏បានធ្វើការចាប់បន្តបញ្ចប់ហើយក៏នឹងក៏បានធ្វើការយកបាល់ហ្នឹងឲ្យទៅកាន់ប៉ារបស់មីគូទៀតទៅមិនថាប៉ារបស់មីគូក៏នឹងគប់បាល់បណ្ណាតែតាសូយើងចាប់បានហើយក៏បានធ្វើការយកបាល់ហ្នឹងឲ្យគាត់វិញមកសូម្បីតែគាត់ក៏មិនកាក់គាំងមកគាត់នឹងក៏ចង់លេងចឹងទេគាត់នឹងក៏ចង់លេងគប់គ្នាទៅវិញទៅមកទៅលើអញ្ចឹងតាសូក៏នឹងក៏បានធ្វើការសុំប៉ារបស់មីគូលេងសារដើមទៅលើកនេះពេលតាសូយើងចាប់បានបាល់ហើយគាត់នឹងក៏បានធ្វើការគប់ទៅកាន់លោកប៉ារបស់មីគូទៅដែលថាក៏គប់តែមកបាល់ទៅមិនណាប៉ារបស់គាត់នឹងក៏បានធ្វើកាសប៉ាបុកនឹងវ៉ាយ៉ាងណានៃប៉ាហើយដល់ក៏លោកទាំងអស់ហ្នឹងប៉ាមីគូក៏បានធ្វើការសរសើរទៅកាន់ការគប់របស់តាសូទៅបន្ទាប់ពីនិយាយឲ្យមានណាគាត់នឹងក៏បានធ្វើការក្អួតធៀមอยู่តែម្ដងលោកស្អែកឡើងពេលដែលមីគូនឹងគឺមកពីធ្វើការវិញនឹងអូននឹងក៏បានឃើញប្រហែលថាផ្ទះលើគឺពិតជាញ៉ៃខ្លាំងមែនតើតាត់សូនឹងក៏បានធ្វើការប្រាប់ទៅកាន់អូនទៅគឺថាមានជាមួយនឹងក្របកំភ្លើងបុកខ្មៅមួយមកខ្លាំងមែនតើក្របកំភ្លើងបុកខ្មៅដែលសួងសំដៅលើនឹងគឺជាកន្លាតមួយហ្នឹងបាទមានលះសនាមជាត្រាកូនអេមកថតដែរគាត់នឹងធ្វើដែរនឹងធ្វើការសម្លាប់ទៅកាន់សត្វកន្លាតហ្នឹងទៅនិយាយចោលហើយតាសូក៏នឹងក៏បានធ្វើការបើកការវេប្រហារទៅកាន់សត្វកន្លាតហ្នឹងតែក៏ប៉ុន្តែគួរសោកស្ដាយគាត់នឹងគឺគ្មានក្របកំភ្លើងការបាញ់ដែលមានថាគាត់នឹងគឺអស់ស្វាយការបាញ់កន្លាតកំឡុងពេលហ្នឹងមានណាកន្លាតក៏បានធ្វើការទុំទៅលើតុក្កតារបស់មីគូផងណាឃើញអញ្ចឹងព្រោះនឹងមីគូអូននឹងក៏ពិតជាមានការរន្ធត់ខ្លាំងមែនតើមកពេលដែលតាសូយើងគាត់នឹងរៀបនឹងវេប្រហារវេនឹងមានណាសកលាក៏បានធ្វើការទៅទុំពីលើខ្លួនរបស់តាសូយើងទៅ
ឃើញអញ្ចឹងភ្លាមតាស៊ូក៏នឹងក៏បានធ្វើការប្រាប់ឲ្យមីគូយកអីមកវាយគាត់ទៅតែថាឲ្យវាយទៅចំកន្លាតហ្នឹងតាគាត់លើងភ្លាមមីគូហ្នឹងគឺអត់ចង់វាយទេសារខ្លាចគឺមានស្នាមកន្លាតចំកតាត្រង់គាត់ទៅឃើញថាដែលអស់ជំរឿហើយមីគូហ្នឹងក៏បានធ្វើការបោះក្តារតមកក៏បានធ្វើការវាយបហាទៅការសាក់ឡើងទៅក៏ប៉ុន្តែអូនហ្នឹងវាយចំកតាមករបស់តាស៊ូយើងវិញមកដោយឃើញថាអស់ជំរឿតាស៊ូក៏នឹងក៏បានធ្វើការដកជាមួយនឹងធានក្អូបមួយដុតផងណាដោយហេតុថាទៀនក្អមនឹងគឺមានចំនួនក្លិនខ្លាំងដូចថាសក្លាខ្លាចឯហ្នឹងដូច្នេះហើយវាគឺប្រកបជាចេញពីផ្ទះហើយបន្តទៅដុតឲ្យនៅមានណាក្លិនហ្នឹងក៏បានធ្វើឲ្យពួកគេទាំងពីរមានអារម្មណ៍ថាស្រស់ស្រាយតែម្ដងបាទលូស្អែកឡើងតាស៊ូជាមួយនឹងម៉ាសាពួកគេទាំងពីរក៏បានធ្វើការទៅដើរសោភ័យមកណាលោឈរចាំយ៉ាងយូរដោយសត្វស៊ូក៏នឹងក៏បានធ្វើការចេញមកវិញជាមួយនឹងសម្លៀកបំពាក់សាន់តាមួយទៅមូលហេតុថាគាត់នឹងគឺពាក់កៅអៅសាន់តាអាសាគាត់នឹងក៏ត្រូវទៅចូលរួមកន្លែងមួយកន្លែងក្មេងៗកំព្រាងទៅចំណែកឯនៅកន្លែងក្មេងក៏ព្រាវិញអាហ្នឹងក៏បានធ្វើការប្រាប់តែការក្មេងទៅថាយប់ហ្នឹងប៉ុណ្ណាគឺប្រហែលជាមានសានតាមកលេងជាមួយនឹងពួកគេទៅតែថាក្មេងៗគ្រាន់ជឿទេអត់ជឿថាមានសានតានៅក្នុងពិតជីវិតពិតក៏ប៉ុន្តែអំឡុងប៉ុណ្ណឹងប៉ុន្តែមានណាសានតាខ្លៅក៏បានធ្វើការជីងមកកដាមកពួកគេតែម្ដងមកចូលមកដល់ភ្លាមតាស៊ូក៏នឹងក៏បានធ្វើការណែនាំខ្លួនទៅកាន់ក្មេងៗទៅថាសូមរៀបសួរក្មេងៗអាចខ្មៅគាត់នឹងvẫnគឺជាបរិសុទ្ធរស់នៅក្នុងប្រទេសជប៉ុនមកផែកប៉ែកខាងជើងនៅប៉ែកខាងត្បូងដែលមានហាសនាមថាគឺជា Immortal ដោយថាថ្ងៃនេះគឺជាថ្ងៃ Santa Claus ហើយគាត់នឹងគឺមានឈ្មោះថា Immortal Santa Claus មែនថ្ងៃ Santa Claus គឺថ្ងៃ Christmas នេះហើយគាត់ cosplay ជា Santa Claus លើអញ្ចឹងព្រមនឹងក្មេងៗហ្នឹងក៏បានគិតថាចុំ Santa Claus មែនតែបែកហើយតាស៊ូក៏បានសួរទៅការក្មេងៗថាពួកគេគឺសុខសប្បាយជាដែរឬទេលើភ្លាមហ្នឹងក្មេងស្រីក៏នឹងក៏បានធ្វើការប្រាប់ទៅកាន់តាស៊ូថាអូនគឺសុខសប្បាយជាទេក៏លើភ្លាមតាស៊ូក៏នឹងក៏បានធ្វើការដកកដោឲ្យពួកគេទាំងអស់គ្នាទៅដែលកដោដំណើរគឺមានដូចជាក្តាមមកគាត់ឃើញភ្លាមក្មេងៗក៏ពិតជាគាំងខ្លាំងដែរនឹកស្មានថាទិញកដោឲ្យពួកគេក៏ពិតគឺទិញអីឲ្យគេញ៉ាំសោះដែលថាតាស៊ូយើងក៏នឹងគឺបានធ្វើការយកជាមួយរបស់ញ៉ាំឲ្យទៅកាន់ក្មេងៗញ៉ាំទៅញ៉ាំអីហើយយប់ឡើងពួកគេក៏បានធ្វើការបាយទៅកាន់សានតាក្លោតគ្នាច្រឡំទៅ Immortal សានតាក្លោតនេះជុំរៀបលាគ្នារួចហើយតាស៊ូក៏នឹងក៏បានធ្វើការជិះកង់ទៅផ្ទះវិញទៅបាទឃើញអញ្ចឹងខ្លួននឹងក្មេងៗគឺពិតជាមានការគាំងខ្លាំងមែនទេគាត់នឹងក៏គិតថាសានតាក្លោតគឺជាប្រើសមកហើយសិស្សតូចសត្វស៊ូយើងក៏នឹងគឺជិះជាមួយនឹងកង់ពេលជិះកង់មកផ្ទះឃើញថាតាស៊ូគាត់នឹងគឺខូបផ្លេចតែឆ្លៃពេលផ្លីក៏បានធ្វើការស្កាក់សួរសត្វតូចគាត់ទៀតទៅហើយស្អែកឡើងនឹងប៉ារបស់មីកូក៏នឹងក៏បានធ្វើការវឹកហាត់និយាយមកតាស៊ូក៏នឹងក៏បានធ្វើការធ្វើក្បាច់ក្បួននិយាយទៅថាអូតាស៊ូលេងក្របបាល់ជាមួយនឹងប៉ាដែរទេឃើញថាក្បាច់មួយតំណងប៉ារបស់មីកូក៏នឹងក៏បានធ្វើការលេងស្ទាយកាច់នោះទៅក៏នឹងក៏បានចាប់បាល់ហើយក៏បាននិយាយផងដែរថាអូយលេងបាល់អត់តាស៊ូហើយសំខាន់ឡងពេលណាមួយណាប្រពន្ធគាត់ក៏បានធ្វើការដើរចូលមកដល់តែម្ដងឃើញអញ្ចឹងហើយក៏នឹងក៏បានគិតផ្នែកថាអូចាបារ៉ាហើយភេទថ្មីនៃរឿងដ៏កញ្ចាស់របស់យើងគឺមានតែប៉ឹងទៅនេះបើសិនជាអ្នកស្ដាប់ទៅអត់បានអីក៏ដូចជាស្ដាប់ទៅនិយាយមកតប៉ែបាយគឺនឹងគឺ style របស់ខ្ញុំនេះបើសិនជាស្ដាប់បានអីគឺអត់យល់ទេសារខ្ញុំអត់យល់ខ្លួនឯងដែរសារឆ្វេងដងទៀតបើសិនជាអ្នកស្ដាប់អត់បានអីវានឹងគឺជា style របស់ខ្ញុំទេខ្ញុំនិយាយមកបាយដូចគ្នាខ្ញុំស្ដាប់គាត់យល់ដែរហើយវាខ្ញុំមកគ្រូសាវ៉ាគាត់បាយនេះប្រាំនៃភេទហ្នឹងភ្លាមហ្នឹងគេក៏បានហាញអំពេលពងអ្នកដែលគាត់គឺបាននិយាយទៅកាន់តាស៊ូទៅដោយសារតែតាស៊ូឥឡូវគាត់នឹងក៏បានធ្វើការសុំគាត់មកធ្វើការផាក់ថែមហ្នឹងទៅមូលហេតុក៏ដោយសារតែតាស៊ូគាត់នឹងគឺត្រូវការជាមួយថវិកាខ្លាំងមែនតើបាទបន្ទាប់ពីបានធ្វើការហើយក៏មានជាមួយនឹងភ្ញៀវ2នាក់ចូលទៅកាន់ហាងរបស់ពួកគេផងដែរឃើញភ្ញៀវយើងចូលមកតុកភ្លាមតាស៊ូក៏នឹងក៏បានធ្វើការទៅស្រួយជាមួយទឹកត្រជាក់ផងណាហើយបរិះមេហ្នឹងគឺទៅនិយាយជាមួយតាស៊ូតែម៉េចកូនចៅគេក៏បានធ្វើការកំងអូដឺទៅកាន់តាស៊ូទូបានជាមួយនឹង order ហើយតាស៊ូក៏នឹងក៏បានធ្វើការរៀបចំទៅកាន់ភ្ញៀវទៅដែលថាគាត់ធ្វើជាមួយពិតចិត្តលយឡើងមែនតើក៏អ្វីដែលគាត់ចេញមកក៏មានរូបរាងលយផងដែរឃើញអញ្ចឹងពួកគេទាំងពីរក៏បានធ្វើការសរសើរទៅកាន់ស្នាដៃរបស់តាស៊ូទៅអំឡុងប៉ុណ្ណឹងបណ្ដាណាមេគេក៏បានសួរទៅថាណាគេគឺជាអ្នក order គឺយើងភ្លាមកូនចៅគាត់ទៅថាគាត់នឹងណាគឺជាអ្នក order ហើយដល់យើងភ្លាមមេក៏បានធ្វើការស្ដីឲ្យកូនចៅព្រោះមេកំងមុនមិនកូនចៅកំងមុនទេបន្ទាប់ពីសុំតោមានហើយមានណាតាស៊ូក៏នឹងក៏បានធ្វើការលើកជាមួយនឹងអូម៉ាឡេតឲ្យទៅកាន់ពួកគេទាំងពីរទៅលើអញ្ចឹងភ្លាមមេក៏បានទៅថាគាត់នឹងប៉ុណ្ណាគឺបានកំងជាមួយនឹងអូម៉ាឡេតទេលើឡើងភ្លាមកូនចៅគាត់បានទៅគាត់ប៉ុណ្ណាគឺជាអ្នកកំងហ្នឹងចំណែកតាស៊ូវិញឃើញថាអូម៉ាឡេតហ្នឹងគឺអត់មានទឹកបាញ់ពណ៌ទេគាត់នឹងក៏បានធ្វើការគោទឹកបាញ់ពណ៌ទៅដោយដាក់ពាក្យថាហ្គេងនេះដែរហ្គេងស្ទើ
ដែលពួកគេគឺជាយ៉ាគូសាដែលគាត់ដាក់ឈ្មោះដូចឈ្មោះ gangster ណា អូងាយៗដល់ក៏ដំបងពួកគេគឺសប្បាយច្រើនតែគ្រាន់តែដឹងថាពាក្យហ្នឹងគឺពាក្យ gangster ភ្លាមពួកគេក៏បានធ្វើការខឹងដែរតែម្ដង ដែលថាម៉េចក៏បានធ្វើការខឹងការកូនចៅដែលពួកគេជាយ៉ាគូសាបើជា order ជាង gangster វិញណាហើយអ្នកនេះមកឆ្ងល់មួយបាន gangster មួយយ៉ាគូសាខុសគ្នាខ្ញុំក៏អត់ដឹងដែរបាទភ្លាមតាស៊ូក៏នឹងក៏បានធ្វើការលើក order មួយទៀតទៅកាន់ពួកគេទៅឃើញភ្លាមមានណាមេក៏បានធ្វើការលើកដៃយ៉ាងលឿនតែម្ដងបាទ បន្តមកនឹងពួកគេទាំងពីរក៏បានធ្វើការញ៉ាំអាហារដែលពួកគេបាន order ទៅបាទពេលដែលពួកគេញ៉ាំអីហើយចេញពីហាងតាស៊ូក៏នឹងក៏បានធ្វើការអរគុណទៅកាន់ពួកគេទាំងពីរថាសូមអរគុណដែលបានធ្វើការផ្លាញ់លុយទិញអាហារខាងគាត់បាទលើអញ្ចឹងភ្លាមនឹងពួកគេទាំងពីរក៏ពិនិត្យឆ្ងល់ខ្លាំងមែនថាតាស៊ូនឹងបែកមែនលោយប់ឡើងនឹងម្ចាស់ហាងក៏បានធ្វើការបើកថវិកាឲ្យទៅកាន់តាស៊ូយ៉ាងទៅបាទក្នុងយប់នឹងពួកណៃប្រពន្ធគាត់ក៏បានធ្វើការមកផ្ទះលែទៅសៅធ្វើការយ៉ាងយូរជប់ជ្រៅទៅឃើញថាមីគូអូនហត់តាស៊ូក៏នឹងក៏បានធ្វើការនាំអូននឹងទៅញ៉ាំអាហារទៅដែលថាអាហារក៏ដាក់ចេញមកគឺពេញតុតែម្ដងឧស្សាហ៍គាត់ទៅបើកលុយថ្មីទៅលោស្អែកឡើងគេក៏បង្ហាញអំពីតាស៊ូដែលគាត់នឹងគឺកំពុងតែដើរសោភេញពេលសោភេញតាស៊ូក៏នឹងក៏បានធ្វើការចាប់អារម្មណ៍មួយបងស្រីមួយដែលគាត់នោះទៅពិតជាឡៃខាងមែនតើបាទលោមើលយូរទៅតាស៊ូយើងក៏ដឹងថាបងស្រីគឺជាមេហ្គេងយ៉ាគូសាមួយដែលមេហ្គេងគាត់គឺជាឈ្មោះថាតូរីហ្គេងទៅដែលបងស្រីម្នាក់គឺមានឈ្មោះថាហ៊ីបារីហើយតាស៊ូក៏នឹងឆ្ងល់ថាបងស្រីហ៊ីបារីគាត់នឹងធ្វើអីយ៉ាងไรហ្នឹងទៅពេលដែលតាស៊ូយើងក៏នឹងក៏បានធ្វើការចាប់របស់គាត់ចង់បានហើយមានណាបងស្រីហ៊ីបារីក៏នឹងក៏បានធ្វើការដាក់ផ្លាកតម្លៃពាក្យកណ្ដាលទៅលើម្ហូបដែលតាស៊ូយើងទិញទៅដាក់រួចហើយនឹងបងស្រីហ៊ីបារីក៏នឹងក៏មានជាមួយនឹងភាពជឿជាក់ជាមួយខ្លួនឯងផងដែរបាទភ្លាមនឹងផ្តែមានណាអ្នកធ្វើការមួយគាត់ក៏បានថាការគាត់ទៅថាអាផ្លាកបិទតម្លៃពាក្យកណ្ដាលហ្នឹងគឺមិនមែនបិទទៅទេបន្តមកណាបងស្រីហ៊ីបារីក៏នឹងក៏បានធ្វើការរបស់គាត់ទៅតែថាម្លងពេលធ្វើការហ្នឹងក៏នឹងក៏បានធ្វើការប្រាប់ទៅកាន់តាស៊ូថាបន្ទាប់ពីប្តីរបស់គាត់ហ្នឹងគឺបានបាត់បង់ជីវិតគាត់នឹងក៏បានធ្វើការម្លៃរៀងគាត់ចោលបន្តមកក៏នឹងក៏បានធ្វើការដើរមកធ្វើការផាក់ខាមទៅដែលគាត់នឹងក៏បានធ្វើការយូរទៅគាត់នឹងក៏បានធ្វើការ អូខេ sorry សំខាន់ខ្ញុំនិយាយពាក្យធ្វើការចាស់ឡើងមែនតើមកដែលយើងមើលទៅកាន់បងស្រីហ៊ីបារីពេលដែលគាត់ដាក់អីវ៉ាន់ស្តុកតួមើលឃើញថាគាត់នឹងក៏ដាក់អីវ៉ាន់តាប៉េះតែម្ដងមកតាប៉េះមកសុំតែគាត់នឹងក៏បានធ្វើការឲ្យអីវ៉ាន់ធ្លាក់ចុះក្រោមទៀតដោយសារតែគាត់នឹងក៏ចេះធ្វើការដែរបាទឃើញអញ្ចឹងភ្លាមតាស៊ូគាត់នឹងក៏ទៅជួយបងស្រីទៅក៏ប៉ុន្តែតាប៉េះបងស្រីគាត់នឹងក៏បានធ្វើការដាក់ម្ដងទៀតក៏បានធ្វើការធ្លាក់ម្ដងទៀតផងដែរបាទដោយខ្មាស់ជាមួយតាស៊ូពេលបងស្រីក៏បានធ្វើការស្ដីឲ្យទៅកាន់តាស៊ូថាគាត់នឹងគឺមើងងាយទៅកាន់គាត់ដែរព្រោះគាត់នឹងគឺមិនមែនកាមទេ អ្វីដែលសំខាន់បងស្រីក៏បានធ្វើការហៅហ្គេងរបស់គាត់អំផ្ដុំគ្នាបន្តមកប្រាប់ឲ្យតាស៊ូយើងកុំឲ្យធ្វើការញ៉ៃជាមួយគាត់ដែរសូមបីតាស៊ូយើងក៏បានធ្វើការកៀងមកដោយសារតែបងស្រីគាត់នឹងអត់ចេះធ្វើការដែរគាត់នឹងចេះស្រុកគ្នាឃើញថាតាស៊ូក៏បានប្រាប់ទៅកាន់បងស្រីថាអ្វីគាត់ចង់ប្រាប់គាត់ជាលើកចុងក្រោយគឺថាអីវ៉ាន់ដែលគាត់ដាក់គឺដាក់ខុសកន្លែងមកលើអញ្ចឹងព្រោះហ្នឹងបងស្រីគាត់នឹងក៏បានរត់ទៅបាត់ទៅដោយសារគាត់នឹងគឺខ្ជិលនិយាយជាមួយតាស៊ូយើងពេកឥឡូវហ្នឹងប៉ុន្តែបងស្រីគាត់នឹងគឺជាអ្នកកឹតលុយវិញម្ដងពេលដែលបងស្រី scan អីវ៉ាន់ឲ្យតាស៊ូក៏នឹងក៏បានធ្វើការសួរទៅកាន់បងស្រីថាអីវ៉ាន់គាត់គឺ scan 2 ដងបង scan 2 ដងមកលើអញ្ចឹងព្រោះហ្នឹងកូនចៅរបស់បងស្រីក៏បានធ្វើការចំអវ័យមួយតាស៊ូយ៉ាងផ្ដែភាសាខាច់ការគាត់ហ្នឹងគឺមើងងាយទៅកាន់បងស្រីរបស់គាត់ឃើញអញ្ចឹងតាស៊ូក៏បានឲ្យពួកគេនឹងធ្វើការមើលទៅកាន់ស្លឹកតែពួកគេកាន់ទៅឃើញថាគាត់នឹងគឺបាន scan ខុសមែនណាបងស្រីគាត់នឹងក៏បានធ្វើការអូសចៃគាត់នឹងគឺសុំទោសទៅកាន់តាស៊ូដែរបាទបន្តពីនោះមកនឹងគេក៏បង្ហាញអំពីមីគូជាមួយនឹងម៉ាសាហ្មងដែរដែលថាពួកគេទាំងពីរគឺមានកម្រងក្នុងការធ្វើជាមួយនឹងនំខេកឲ្យទៅកាន់តាស៊ូដែលពួកគេគឺចង់ surprise ទៅកាន់តាស៊ូទៅពីព្រោះថ្ងៃនេះមិនគឺជាថ្ងៃខួបកំណើតរបស់តាស៊ូគឺថ្ងៃ birthday របស់គាត់ទៅតែអ្វីដែលគួរឲ្យកត់សម្គាល់ហ្នឹងគឺថាពួកគេទាំងពីរគឺអត់ចេះធ្វើម្ហូបទេបាទដោយសារមានន័យថាពួកគេគឺអត់ចេះធ្វើនំខេកឲ្យទៅកាន់តាស៊ូទេហើយនៅពេលដែលតាស៊ូយើងក៏នឹងគឺបានធ្វើការមកទីមហូវហ្នឹងមានណាផ្ទះពិតជាញ៉ៃខាងតែសម្រាប់តាស៊ូយើងក៏នឹងក៏មានជាមួយនឹងការកាំងមកដែរបាទអញ្ចឹងព្រោះហ្នឹងមីគូនឹងក៏បានធ្វើការប្រាប់ដំណើររឿងទៅកាន់តាស៊ូទៅឃើញដឹងដំណឹងហើយតាស៊ូក៏នឹងក៏បានធ្វើការប្រាប់ទៅកាន់ប្រពន្ធគាត់ទៅអីចាំគាត់នឹងគឺធ្វើការសងស្រីវិញហើយបន្ទាប់មកតាស៊ូក៏នឹងក៏បានធ្វើការធ្វើនំខេកឲ្យគាត់ទៅព្រោះរៀបចំឲ្យហើយតាស៊ូក៏នឹងក៏បានធ្វើការទៅ surprise ខ្លួនឯងទៅថាគាត់នឹងប៉ុន្តែក៏បានធ្វើការសាច់ Happy Birthday ទៅកាន់ខ្លួនឯងតពីញ៉ាំអីហើយពួកគេទាំងពេលក៏បានធ្វើការឲ្យកាដូទៅកាន់តាស៊ូទៅដែលកាដូពួកគេគឺមានដូចជាខ្សែកជាមួយនឹងវ៉ែនតាមកក៏អត់ទេហើយស្អែកឡើងពេលតាស៊ូក៏នឹងអង្គុយតែឯងនឹងមេរបស់គាត់ក៏បានធ្វើការមកលេងជាមួយនឹងគាត់ផងដែរមេរបស់គាត់គឺមកដើម្បីយកឆ្កែមកដើរលេងហ្នឹងហើយមេគាត់ប្រាប់ទៅកាន់តាស៊ូថាឥឡូវនេះគាត់នឹងគឺបានធ្វើការសម្រាប់ពីធ្វើមេយ៉ាគូសាហើយលើអញ្ចឹងភ្លាមតាស៊ូក៏បានធ្វើការប្រាប់ទៅកាន់មេគាត់ថាឥឡូវនេះគាត់នឹងគឺជាបរិយាមេផ្ទះវិញហើយ
និយាយប្រាប់ហើយតាស៊ូក៏នឹងក៏បានធ្វើការដកជាមួយរបស់ឲ្យទៅកាន់មេរបស់គាត់ទៅដែលថារបស់នោះប៉ុណ្ណាគឺជាខោអាយឲ្យឆ្កែហ្នឹងហើយបាទឃើញអញ្ចឹងភ្លាមមេរបស់គាត់ពិតជាសប្បាយខ្លាំងមែនតើព្រោះឆ្កែក៏លើពិតជាជូតខ្លាំងមែនតើបាទឃើញអញ្ចឹងភ្លាមតាស៊ូក៏នឹងក៏បានធ្វើការសុំមេគាត់ថតរូបមួយឆ្កែទៅដែលមើលទៅកាន់ style ថតនិង sky ផុសរបស់មេរបស់គាត់ពិតជាល្អខ្លាំងមែនតើបាទក៏អំឡុងពេលថតហ្នឹងអ្នកជិតខាងរបស់តាស៊ូពួកគាត់ក៏បានធ្វើការមកលេងកន្លែងហ្នឹងដែរទៅអ្វីដែលកាន់តែពិសេសគាត់នឹងគឺទៅមកវាទិញមកហូបឲ្យឆ្កែងាញ់គឺទិញមកចំណីឆ្កែហើយនៅពេលអ៊ំស្រីទាំងពីរក៏នឹងមើលទៅកាន់ឆ្កែរបស់ម៉ែតាស៊ូឃើញបានថាឆ្កែហ្នឹងគឺពិតជាស្គមខ្លាំងមែនតើបាទលើអញ្ចឹងភ្លាមម៉ែតាស៊ូប្រាប់ទៅកាន់គាត់ទាំងពីរថាដោយសារឆ្កែគាត់ឥឡូវក៏ចេះស៊ីបាយដែរបាទលើអញ្ចឹងភ្លាមម៉ែតាស៊ូមួយអ៊ំស្រីទាំងពីរពួកគាត់ក៏បានធ្វើការចុចឲ្យគ្នាបណ្ដោយព្រោះអ៊ំស្រីទាំងពីរក៏នឹងក៏បានទៅការទិញមកហូបឆ្កែមកដែរបន្ទាប់ពីបានគ្រឿងផ្សំមកហើយពួកគេទាំងគ្នាក៏បានធ្វើការរៀបចំអាហារឲ្យឆ្កែទៅមិនយូរប៉ុន្មានទេអាហារឆ្កែក៏បានធ្វើការរួចរាល់ផងដែរបាទក៏នៅឃើញខ្ញុំភ្លាមណាឆ្កែរបស់មេគាត់ក៏បានធ្វើការស៊ីយោទៅបាទដូចជាវាដែរស៊ីអីពីខ្ញុំមុនមកចេះបាទឃើញអញ្ចឹងភ្លាមពួកគេទាំង3ក៏ពិតជាសប្បាយខ្លាំងតែមិសិនរបស់ពួកគេក៏បានធ្វើការ complete ផងដែរឃើញអញ្ចឹងភ្លាមមេរបស់គាត់ក៏បានធ្វើការដើរទៅផ្ទះវិញទៅដែលថាគាត់នឹងមកក៏ចង់និយាយមួយតាស៊ូក៏ប៉ុន្តែឃើញថាឥឡូវតាស៊ូក៏នឹងគឺជានំម្នាក់ផ្សេងមីមុនដែលថាគាត់ឥឡូវគឺមិនមែននៅដូចមុនទេដូច្នេះហើយគាត់នឹងគឺប្រហែលជាឈប់កាលជាយ៉ាកោសាគាត់នឹងខ្លាចជាបរិះមេផ្ទះវិញម្ដងហើយបន្តពីនោះមុននឹងគេក៏បង្ហាញអំពីបងស្រីហ៊ីបារីគាត់នឹងកំពុងយកសម្រាប់ចាក់ចោលកំឡុងពេលហ្នឹងបងស្រីគាត់នឹងក៏បានធ្វើការខើជាមួយឆ្មាមួយវាជួខ្លាំងមែនតើគាត់ថាឆ្មាហ្នឹងគឺជាឆ្មាមួយដែលអត់មានផ្ទះនៅទៅដែលយើងមើលទៅយើងដឹងថាឆ្មាហ្នឹងគឺជាហ្គីនរបស់យើងហ្នឹងហើយបាទបន្តពីនោះណាបងស្រីគាត់នឹងក៏បានធ្វើការបិទពួនជាមួយនឹងហ្គីនទៅហើយពេលដែលបងស្រីគាត់នឹងគេរៀបស្រាយពាក្យម៉ែវឲ្យមានណាតាស៊ូក៏បានធ្វើការដើរកាត់ហ្នឹងតែម្ដងទៅបាទហើយដល់ខ្វាញ់តាស៊ូបងស្រីក៏នឹងក៏បានធ្វើការថៅតាស៊ូថាគាត់នឹងមកគេចង់វាយទេមែនហើយទី import pack មួយនេះសិនមួយរបស់យើងគឺមែនតើប៉ុន្តែពីខ្ញុំបាទគ្រូសវ៉ា goodbye というわけでサービスショットいやどこ向いてんだどこーあバカには見えないカメラ裸だけにってか